มาสมอนุโมทนีเรียโททลายวิสุทธิ์พระสัมพุทธปรองโปรตีนเนียงสดับโรแมงบานอานิสงส์เมียนพรำโปรกาตีบุยเนียงสดับโทแต่งเตร็จอดอกคลังคลาปรูบานสดับโทนาได้เมียนอาปุ่มตลบสดับตีปียังใส่กระไดสดับนุ่งในอ้อยโพระพองรงหรือสว่างขนงอ่องได้ปรังจองสดับจำบานตีใบบรรโตบองเนื้อกระไดสองใส่ดาลเมียนมุนหมอกแสงป้นมาลุงตายบ้านสนับนิ่งพองตีบุญตัวตัดแทงได้เคยวิของตุ่มน้องอ้อยตรองตามก้นลองแม่งเมียนอ่องเตียงปรำใบตีปรำจัดเนียงสดับเฉียงทลาสรับทลาหายก็ได้นึ่งบานเชียปังใจนิ่งเปลี่ยนใสอาสเวอสมอนุโมทนีรมีจะโลกาที่ปัตไตสามปัตไตกะตังเจลีอันทิวรังอาญาจะทังสอนไตเทสัตตาปะเรจังขจิตกาเตเสตุธรรมังอนุกรรมเปเมียงปะจังสัทธอมแมงเพรังวิเนยยังจะกายยังโสตังยะปอนแทงอภิธรรมแม่จำแมงอากาตะยนตา
จะโตใสจะตอนยังปะโปเทนิเยปริสายะมาเชសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមត្ថុរតនតយស្សៈខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងកងអញ្ជលីគោរពនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះរោគាចេវន្តរាយាចឧបានាចេឧបតវីពុទ្ធិតិអនុភាវេណៈដោយអនុភាពនៃកិរិយាតាំងបទនមស្ការមានព្រះពុទ្ធរតនៈជាដើមប៉ុណ្ណេះនេះក៏សូមការពារបញ្ជិះបងនៅឧបទ្រពឧបវន្តរាយទាំងឡាយទាំងពួងដែលកើតមានក្នុងសន្តានទឹកបតីប្រគុណចាស់គ្រប់ព្រះអង្គទឹកចិត្តរបស់អស់លោកពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ចង្រៃនិងឧបទ្រពទាំងឡាយទាំងពួងនោះសូមបរិវាសជិះចេញឆ្ងាយចាប់តាំងពីពេលនេះតរៀងទៅអ៊ីតោបរੰតហមង្ទេសេសាមិតិតីអំពីការប្រារព្ធធ្វើបទនមស្ការដ៏សង្ខេបបែបខ្លីមកប៉ុណ្ណេះក៏តម្រូវដល់រូបខ្ញុំព្រះករុណាអាត្មាភាពនិងរតនីនៅព្រះធម៌ទេសនាដើម្បីសម្ដែងប្រកេនចែកជូនចំពោះប្រគុណចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដើម្បីនឹងស្ដាប់យកផលានិសង្ឃតាមនិស័យជ្រះថ្លារៀងៗខ្លួននាវេលារាត្រីនេះគឺជារាត្រីយប់ថ្ងៃអាទិត្យ9រោចខែអាសាឍឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី24ខែកក្កដាឆ្នាំ2011នាវេលាកាសនេះគឺស្ថិតនៅក្នុងភូមិកញ្ចាងអញ្ចឹងនៅភូមិកញ្ចាងឃុំស្លាស្រុកសំរោងខេត្តតាកែវដែលពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់គ្នាគឺបានប្រារព្ធធ្វើពិធីបុណ្យជាបណកិច្ចជូនចំពោះសពឈ្មោះអីលោកតាទឺហុកណាដែលទទួលមរណភាពទៅកាន់លោកខាងមុខអាយុប្រមាណស្លាប់89គាត់ស្លាប់ហ្នឹងថ្ងៃសុក្រហើយបងឥឡូវហ្នឹងថ្ងៃអាទិត្យ2រាត្រីណា3ទេមកក្រែពីក្រែហ្នឹង3ដល់អាត្មាអញ្ចឹងអាត្មាអ្នកបញ្ចប់អាត្មាហ្នឹងអ្នកឆ្លងបុណ្យហើយដោយការនិមន្តហ្នឹងបងអាចារ្យទៅទេដល់ថ្ងៃមិញហ្នឹងឯងហើយវាជួនចំថ្ងៃហ្នឹងវេទនាពេលល្ងាចញាតិញោមអញ្ចឹងថ្ងៃនេះដែលខ្ញុំកណ្ដាលអាត្មាភាពបានឱកាសពេលវេលាដើម្បីសម្ដែងធម៌ជូនញាតិញោមស្ដាប់ព្រោះអីព្រះធម្មកតិកាចារ្យសម្ដែងធម៌ហ្នឹង3ព្រះអង្គទាំងអាត្មាហើយក៏ធ្លាប់ស្ដាប់ធម៌ធ្លាប់ដឹងអំពីអត្ថន័យនៃជាបនកិច្ចហ្នឹងយ៉ាងម៉េចហើយក៏យើងគ្រប់គ្នាហ្នឹងចេះពិចារណាដោយខ្លួនឯងការស្លាប់និងការកើតរបស់មនុស្សសត្វវាតែងតែមានជាធម្មតាថ្ងៃនេះគាត់ស្លាប់ថ្ងៃស្អែកក៏មិនប្រកាសថាយើងអត់ស្លាប់ដែរហើយក៏មិនប្រកាសថាក្រុមគ្រួសារយើងអត់ស្លាប់ដែរអាហ្នឹងវាទៀងអញ្ចឹងញាតិញោមទៀងថាមនុស្សកើតមកទៀងនឹងស្លាប់ទៅវិញកើតមក
មនុស្សដែលមានរូបមានរាងផ្ដើមដោយអក្សរតែមួយគត់ញាតិញោមដឹងអក្សរអីហ៎អក្សរកកើតការកប់ចឹងហ៎ទី1កើតកសរសេរកកើតពេញកន្លោះកមុំរកប្តីប្រពន្ធការរួចពីការកប់ហើយ3ហ្នឹងកគឺកើតកការកកប់មានថែមទៀតណាកើតការគោះកាយកប់តែហ្នឹងវាមានច្រើនប្រភេទអញ្ចឹងយើងដឹងគ្រប់គ្នាហើយណាថាត្រូវនឹងស្លាប់ដោយជំងឺឬស្លាប់មិនដោយជំងឺជាឧបនិស្ស័យរបស់សត្វត្រូវនឹងស្លាប់ដូច្នេះឯងអាត្មាភាពថ្ងៃនេះមិនបានសម្ដែងពីជាបនកិច្ចនឹងជូនញាតិញោមស្ដាប់អីទេព្រោះជឿថាធម្មកថាលោកសម្ដែងអស់ហើយពីរាត្រីនឹងហើយណាញាតិញោមទី1លោកម្ចាស់វត្តណាលោកយេសូហើយចុះរាត្រីយប់ទី2វត្តទួលប្រាសាទណាទី3លោកអត់វត្តហ្នឹងហើយលោកវត្តច្រើនពេកអត់វត្តនៅឥឡូវហ្នឹងអាត្មានឹងសម្ដែងអំពីជីវប្រវត្តិរបស់អង្គនៃព្រះអរហន្តមួយអង្គជូនញាតិញោមស្ដាប់ហើយដែលមានក្នុងចំណោមនៃព្រះអសីតិមហាសាវក80ព្រះអង្គណាញាតិញោមណាញោមណាកុំអាលមុខកញ្ញើតិចទៀតចាំកញ្ញើប្រវត្តិរបស់អង្គនៃព្រះអរហន្តញាតិញោមគឺក្នុងប្រវត្តិរបស់អសីតិមហាសាវកមានសម្ដែងក្នុងបរមត្ថទីបនីឬក្នុងខត្តកនិកាយឬមាននៅក្នុងអត្ថកថាធម្មបទត្រង់យមកវៈក៏មានប៉ុន្តែក្នុងនឹងមានសេចក្តីបន្តិចដោយលោកអ្នកប្រាជ្ញគាត់ប្រមូលចងក្រងរៀបរៀងទៅដាក់ម្ដុំក្នុងប្រវត្តិអសីតិមហាសាវកទាំង80ព្រះអង្គញាតិញោមដែលមិនដែលដឹងតែប្រវត្តិអសីតិមហាសាវកហ្នឹងអ្នកណាទេញាតិញោមមែនទេដែលដឹងទេញាតិញោមអត់សូនហ្នឹងដឹងជឿតែលោកអាចារ្យញាតិញោមដែលធ្លាប់ចេះដឹងធម៌អាហ្នឹងអាចដឹងហើយអាចយល់ហើយអាចដឹងថាតើអ្វីទៅអសីតិមហាសាវកអ្វីទៅឈ្មោះថាអសីតិមហាថែអសីតិមហាសាវកញាតិញោមសម័យពុទ្ធកាលដែលព្រះដ៏មានពភាកព្រះអង្គគង់ធរមាននៅឡើយកាលណាចេញព្រះវស្សាភិក្ខុសង្ឃនៅទីណាក្តីតំបន់ណាក្តីឲ្យតែភិក្ខុសង្ឃនិមន្តមកកាន់ទីអារាមវត្តចេតពុនក្តីឬកាន់ទីដតីដែលព្រះអង្គគង់ចាំព្រះវស្សាក្តីតែងតែផ្ដាំផ្ញើគ្នាតែសុំលោកម្ចាស់ថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយថ្វាយបង្គំព្រះមហាសាវកទាំង80ព្រះអង្គនឹងផងអញ្ចឹងអសីតិមហាសាវកនឹងបានន័យថាមាន80ព្រះអង្គគឺជាអង្គកំពូលក្នុងសាសនាញាតិញោមមានរហូតដល់80ព្រះអង្គបានន័យថាអ្នកដែលមានអេតតកៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតាំងលោកក្នុងនាមជាស្អីអេតតកៈផ្នែកអ្វីអេតតកៈពូកែខាងអ្វីគឺព្រះសាស្តារបស់យើងដែលលោកតែងតាំងនាមថានេះជាអេតតកៈផ្នែកនេះអញ្ចឹងសម័យព្រះឮថាអសីតិមហាសាវកបើព្រះថេរៈឬក៏ភិក្ខុសង្ឃអង្គណាដែលនិមន្តទៅឆ្ងាយដឹងដំណឹងថាអសីតិមហាសាវក80ព្រះអង្គគង់នៅទិសណាត្រូវតែសឹងមានបស័យស័កបានន័យថាមានក្បាលទៅទិសនោះដែរបើអសីតិមហាសាវក80ព្រះអង្គនៅទិសខាងលិចគឺត្រូវតែបែរក្បាលទៅលិចនៅទិសខាងកើតត្រូវតែបែរក្បាលទៅកើតព្រះសម្មាសម្ពុទ្ធដូចគ្នាញាតិញោមពេលដែលព្រះអង្គគង់នៅទីណាសាវកព្រះអង្គត្រូវតែសឹងបែរបស័យស័កទៅទីនោះនឹងគោរពព្រះដល់ប៉ុណ្ណឹងញាតិញោមយើងឥឡូវខ្លះដេកសណ្ដោកជើងដាក់ព្រះផងមែនទេញាតិញោមនឹងថ្មនិយាយខ្លះញាតិញោមមិនមែននិយាយទាំងអស់ទេនិយាយខ្លះមែនអត់ជឿតែមានអញ្ចឹងហ៎ហើយរហូតដល់ចាស់និយាយតគ្នាតែនៅចិត្តព្រះយូរហ៊ានទាំងដូចព្រៀបអញ្ចឹងនៅជាមួយពហិយូហ៊ានជួអាចដាក់ពហិញាតិញោមមនុស្សយើងតើស្គាល់ចិត្តព្រះមែនទេហ៊ានទាំងវាយព្រះដោយមិនស្គាល់ព្រះទៀតផងតែសម័យព្រះអត់ទេញាតិញោម
bóng nơi tì na nơi vật chế tập pôn xa vẹ bóng nơi tì na trâu tại sân đạc và say xạ tàu tư nụ chỉ này admin và can đã tư khẳng lệch mình đây các ba tơ khai môi choan cả co thế mai dương và can chẳng đây tàu tư khẳng lệch khai thấy lô ngọt được màu đây hay bảo đây nó đây tàu cao nó ngọt để ắt được nhẹ nhàng ngọt đấyนี่สองนี่มันเศร้าเช้าเยอะเนาะให้แต่อัดเช้าทำมาจะตู้งูว่าเชื่อมาจะไม่บ่งงูให้ซัวแต่บางประการตื้อโดยเช่นเอาปกติhọแต่เด็กตัวตื้อขังไหลนั่งยังใจแต่เด็กจะใบสำราญได้นะผัวเมียนจานเปียเมียนสำราญเมียนเกยเมียนต้มเมียนสังเมียนไอ้จังเด็กแต่มองสลบต่างออกนั่นเนี่ยเนาะใบยังใจเปียแต่เด็กบ่เด็กตัวตื้อขังไหลkỳประกันแต่เด็กโดยขม้าวคลายฉับงอบเอาเด็กได้ปันแต่เนี่ยเด็กตัวตื้อการกงงอบโดยขณีแม่เนี่ยเนี่ยนั่นยังใจแต่งอบก็นะพวงงอบมันเมียนจรามันเมียนสลับมันเมียนสาวที่บังกดมันเมียนสังกดเมียนไอเตียโดยจราจังงอบมันจับเอาเนี่ยเนี่ยนะนั่งไงจังปันแต่มันดูเด็กตัวตื้อขังเชิงก็ได้ตัวตื้อขังทบงก็ได้ตัวตื้อขังการก็ได้เนื้อแต่งอบโดยขณีนะโยมนะlà nhôm nè nè ná ai kịch slap rồi là lời nhiệt nhôm mà tích là lột buông vào chẳng ngố lột bài phật ngoạp đầy chăm không chẳng nè na mình nè để kịch ở phật admin này nhiệt nhôm trao tại slap tay ca cửa đốt sầm mai pre chẳng mà ha sa vẽ bẹt sập ong nhiệt nhôm mà ha sa vẽ bẹt sập ong miền cao đanh nhẹ priếm rồi có anh nha cao đanh nhẹ nâng muối priếm ha một cái liên priếm ha sợi bớt priếm ha ca sập bạ priếm ha non chỉ đam bẹt sập ong nâng trà nên nhiệt nhôm bàn rọp ở chăm ở hết nó nhiệt nhôm rồi ăn thằng ngày ní mà đừng té nữ mà ha sa vẽ bẹt sập ong cứ bỏ ong tì mùi chẳng đăng bỏ ong tì mùi là nãy nhiệt nhôm ơi nhôm dây chẳng đăng ớt bà chẳng đăng cổng ngũ á đó cổng ngũ tê năng tê phổ vát nhiệt nhôm rồi dương tam đan ở rương phịa tam đan ở rương prênh để tiên tam đan ấy nó đôi chìa mình sâu chìa khliết đấy nhiệt nhôm dừng mơ tôi rồi tôi ra là mơ cái phần này chỉ cam khăng ơi khăng là nhôm nữa bồn tam đan o mơ phần này chỉ cam tiệt là lên năng nhôm bài rom nhôm mình bài tam đan này nhôm tam sẽ đạp nó nhiệt nhôm nè xa vẽ đeo cổng pô sửa máy pre miền bẹt sập ỏng ao để mua xây tê mà ha xa vẽ tiền bẹt sập ỏng cứ bỏ ỏng chia cổng pô kê nhiệt nhôm sửa máy pre pre ỏng tì muối đại chia pre ở hòn đá mua phần niêm pre ỏng ta anh nhá cao đành nhẹ nhiệt nhôm tì muối nó nhiệt nhôm anh nhá cao đành nhẹ mà nên sầm đai thô group bẹt sập ong nhiệt nhôm tổ vật ở bà lô tay sầm đai thì ní môi thì nung môi ong tầm ròm chọn là để nhôm và cái đạp vật trụ tốc đăng tổ vật tổng ong khai thật chiếu bài tật vô đạp là nhôm nữa chiếu lấy phạm ngày và bà còn ngày nó nhiệt nhôm pre ong tìm môi để miên pre niêm thả anh nhá cao đành nhẹ nhiệt nhôm anh nhá cao đành nhẹ ní cứ chia pre arahon mà ông đại tra đăng bẩn toa pi pre phốt chia mà chả sớm mai cao để pre đồng miên bậc phía pre ông ban tra đăng đâu ở nốt tra samma sampo thì nhiên cứ pre ông miên tai bậc cô ai lơ lơ bàn đây là không can nô lơ bị phốt lô tổng ớt miên tại pre samma sampo môi pre ông cốt để miên niêm thả pre arahon nhẹ nhõm đại số đó nó tệ bệ sau phệ tổ vi arahang samma sampo chạy group kia này nhiệt nhôm phần sâu vô mà này nhiệt nhôm là ngày phần ta vô sâu tha thế nó tha tại dây sâu vô chẳng miên tại pra đã hân ta mới on cốt cả nó nè này dây dòng pi anh nha cao đang nhẹ nhiệt nhôm mà pe để ban đập vật thô và on nơi nằng prey ấy sẽ bạn tận nặng mi cả tia giờ ván ban đập thô hái sầm đại thô cả nó miên tại pi on cốt nhiệt nhôm không ngay đập ram cao pin bao rồi mấy khai sát để dương tôm tại hơi thay nó ngày đập ram cao để thưa xa là hạ bô chia class cọt thưa class cổng đăng rương tới class cọt đăng thưa class có chờ thưa tao nó nhiệt nhôm văn tài mình dây ẩm pi cao đanh nhẹ priềm lên nhiệt nhôm quạt cao
chia côn mà ha sa mười rúp nơi nằng sọc mối mua tạc tôn là kiềm chuột nằng tật đây rồi ba krong cả ba lập hoa nhẹ nhõm krong cả ba lập hoa cứ chia sọc cầm nát rồi ba bày đá rồi ba pre sắm má sam phốt chia mà cha phốt là bày đá pe để cao đây nhẹ priêm nâng cao mốc nông trở cô nâng nhẹ nhõm ở phố rồi ba quát phụ cái khang về tầm môn tu ti lẹ cả nạn nhẹ nhõm che trai vết nó ở phố ba quát trai vết nâng phải cái ti lẹ cả nạn mà đúng bà tham mà nu sum pe hai phơi này pram riêng là ngồi chứ cái đăng là nhẹ nhõm đăng đầu dây bẹp rồi là ngồi vậy này pram mà nhẹ nhõm nè nâng cái đăng chẳng cái che ti lẹ cả nạn mà nu chẳng nhẹ nhõm hay bà mà nu nâng đa mốc thưa đầm na riêng tăng khnhạc bao bẹp tần nong khăng à mà nu nâng đa riêng sạc khơi sum phốt tí nhẹ nhõm đâu bẹp tần nong à dây nong à chẳng cái ai đăng lẹ cả nạn mà nu chẳng hay pe đầy dây chỉ môi chứ cái đăng lẹ cả nạn nâng che trai vết nhẹ nhõm che ti lẹ cả nạn mà nu nè này dây ẩm pi cộ ma cao đành nhẹ nhẹ nhõm mày pe để cao chỉ môi ở phúc nè che được chứ đó trời ban riêng pi sầm nạ lô của phúc rồi bạc quan nơi nằng sọc tôn nạ vật thụ nằng rứa hao tật tôn nạ kiềm nằng riêng che chọc trai vết khăng đôi bầy đà chẳng nhẹ nhõm khăng đôi ở phúc chẳng rồi hốt đau pin riêng pin cả lo tới đau tu ti cái vật trâu ơi trâu admin khâu đây nhẹ nhõm dương kru ti sớm mai phải chợ ban ti cran là sẽ điên phụt bẹ cả đa phật bẹ cả đa sâu bạc cát đây đấy nó nhẹ nhõm té còn đầy nhẹ cứ ti ắt khâu tê nhẹ nhõm rồi hốt đau pre brom po thì sát này dương đại pre ông ban pre sốt lang khổng lồ cả nó pre ông pre sốt ban trăm pram ngày trời bày đa đọc ba pre ông pre niêm sẽ ray sộ thốt tận nè ban có hình chơi priêm rồi hốt đòn mở rồi bấm pel rúp nhẹ nhõm priêm để che ti đồng on nó mở rồi bấm pel rúp không mở rồi bấm pel rúp nó miên cao đây nhẹ priêm mùi đài này còn ban tập không bèn kê đấy nó nhẹ nhõm cọt bạc cài ấy priêm hạt sắt đào có háo ao ya mát có háo priêm trang mở rồi pram pi rúp nó trôi pre brom đi chở vén đầm bay ti lẹ cả nát thoái chủng phu pre brom po đi sát hai prasat thì niêm pre brom po đi sát chi mua ở vấy prakot lang khổng lồ sáp tai mộtประชุม kia nhẹ nhõm pre hạt sắt pre ông thơ ca sầm ranh dốc nấu priêm ná để ti bất prakot chieng kề bà xem việc ti hiện sẽ điên ọt ao nấu ấy nhẹ nhõm ao bị xa phô cho nên ha hay từ lọc từ tia vinh tới chân sầm ranh đó sao ta phòng bay priêm mấy nó nhẹ nhõm phòng bay rúp năng này để ti bạc cát đấy ti trâu ti ọt miên phải chặt đấy ti trâu bàn sầm ranh tục sao ta phòng bay nè năng này nhôm ơi đặt bàn nè năng này tròn tí tao nhôm dạng trâu nó màu pi đừng đóp chọc rồi năng này chẳng sầm ranh vô tới nhiệt nhôm nó sao ta phòng bay priêm phòng bay nè năng miên mua riêng mà priêm miên mua thay chẹ priêm miên mua thôi chẹ priêm miên mua sợi chiết tệ man tay priêm miên mua sợi tạt tạ priêm năng miên mua còn đai nhẹ priêm năng khmei chieng kê nhẹ nhõm lạc toàn đây dây năng ngày còn đai nhẹ priêm năng khmei chieng kê lẽ này dây đó là pe phòng bay rúp năng đào pe trời ti lẹ cả nạ rồi bắt pre brom po đi sát pe lẹ ti lẹ cả nạ rồi bắt pre brom po đi sát nhẹ nhõm priêm pram pi rúp miên riêm mà priêm thay chỉ priêm chỉ đám lớn mà riêm đầy pi nhẹ nhõm đã khơi cầm nu ấy nhôm dây nhôm đã khơi cầm nu ấy đại khơi priêm lớn mà riêm đầy pi chứ đại khơi nhé nhẹ nhõm đại khơi nhá chả đại là bạn đại mơ quá một đắng đại từ phải hia từ sala chan ấy nhôm sang kết mơ khơi kỳ cu rúp priêm bằng bay nè miên priêm bằng pal nè lợn mà riêm đại pi năng đấy nhỉ nhôm priêm bằng pi nè lợn mà riêm đại pi đòi tia thả ti mùi mà riêm đại pi năng mà riêm đại mùi đặt bạc cát thả ti mùi bà pre rít bồ đó ní nấu cục krong ri sầm ban cứ phân chia ban đầm này chia sạch chặt của pot tra thì đi pi bà sân chia pre
រីកបុរសនេះលោកចេញទៅសាងបព្វជិពិតជាបានត្រាស់ជាព្រះពុទ្ធឯកលើលោកទាំង7រូបហ្នឹងលើកម្រាមដៃពីរដូចគ្នាទាយពីរអញ្ចឹងដូចគ្នាញាតិញោមអត់មានខុសទេមិនមែនជាលឺគេកើតគេដែរទេណាញាតិញោមលឺលេចគេដែរមិនមែនទេគឺវាយកលាគុណគូទៅឃើញអញ្ចឹងមែនដូចគ្នាឃើញអញ្ចឹងមកតែដោយឡែកកោនដៃញាតិព្រាមក្មេងជាងគេញាតិញោមព្រាមដែលនៅកន្លោះក្មេងជាងគេមិនទាន់មានប្រពន្ធដែលអាត្មាលើកឡើងព្រះអរហន្តមួយអង្គបាញ់មិញហ្នឹងនេះកោនដាញ់នេះក្មេងជាងគេលើកតែម្រាមដៃមួយឯងដែលឃើញគំនូអត់ក្មេងជាងគេលើកតែម្រាមដៃមួយទេថាព្រះរាជកុមារនេះគឺមិនបាននៅគ្រប់គ្រងរាជសម្បត្តិទេពិតជាបានត្រាស់ជាពុទ្ធនៅលើលោកពិតប្រកបមែនអ្នកញាតិញោមមែនគាត់ទាយមកអញ្ចឹងគាត់ថាពិតជាបានត្រាស់ជាពុទ្ធមែនទៅបានព្រះរាជបិតារបស់ព្រះអង្គញាតិញោមសួរថាតើហេតុអ្វីបានព្រះរាជកុមាររបស់យើងចេញទៅសាងពភ្នោះបួសជាបព្វជិតថាដោយមានអាការៈឃើញមនុស្សចាស់ឃើញមនុស្សឈឺឃើញមនុស្សស្លាប់ឃើញអ្នកបួសបានចេញទៅសាងបព្វជិបានទើបបានតែព្រាមទាយហើយញាតិញោមធ្វើឲ្យបិតារបស់ព្រះបរមពុរិស័ទមានចិត្តមួយតក់ស្លុតខ្លាចបុតចេញទៅសាងភ្នោះបួសជាបព្វជិតមិនបាននៅគ្រប់គ្រងរាជសម្បត្តិជាស្ដេចចក្រពត្តិត្រាធិរាជសង់ប្រាសាទ3ប្រាសាទញាតិញោមសម្រាប់រដូវទាំង3រដូវលំហើយរដូវល្ងារដូវក្តៅអីចឹងទៅក្រោយមកទៀតមិនអាចយកនៅចំណេះចិត្តរបស់ព្រះបរមពុរិស័ទបានព្រះអង្គក៏ចេញទៅសាងបព្វជិទៅញាតិញោមនាពាក់កណ្ដាលអាត្រៀតតែមុននឹងព្រះអង្គចេញទៅសាងបព្វជិពេលដែលទៅជាមួយនឹងកណ្ដកៈអសរាជសេះនិងជាមួយនឹងឆានមាត្ររំលងត្រឹមតែខ្លងទ្វារមៀមកចង្អុលប្រាប់ណែសធន់ទៅណានឹងថាយើងទៅបួសណែអ្នកឯងទៅបួសធ្វើអីឆោតទេ7ថ្ងៃទៀតស្ដេចចក្រសម្បត្តិទាំងមូលធ្លាក់មកដល់អ្នកឯងឯងទៅបួសធ្វើអីទៅបានព្រះអង្គថាយើងមិនត្រូវការទេសម្បត្តិស្ដេចចក្រត្រូវការស្វែងរកនៅសេចក្តីសុខតែមួយគត់គឺស្ងប់នៅក្នុងអេកន្តៈបរមសុខពលគឺព្រះនិព្វានចេញចាកកាមតង់ទៅបាត់ទៅញាតិញោមហោះដោយសេះញាតិញោមកណ្ដកៈសេះរបស់ព្រះអង្គហ្នឹងកណ្ដកៈហ្នឹងកើតដំណើរជាមួយនឹងព្រះបរមពុរិស័ទចំណែកឆានមាត្រកើតដំណើរជាមួយនឹងព្រះអង្គដូចគ្នាញាតិញោមហោះឡើងរំលងនគរ3ទៅដល់ទៀបស្ទឹងមួយឈ្មោះស្ទឹងនេរញ្ជរានឹងឯងទៅបានព្រះអង្គសាងពភ្នោះនៅទីនោះទៅណែនិយាយអំពីកោនដាញ់ញាតិញោមត្រឡប់ពីព្រះបរមរាជវាំងវិញដោយមានកតិកាសញ្ញាជាមួយនឹងព្រាហ្មណ៍ទាំង7រូបទៀតថាឥឡូវនេះយើងមានភ័ព្វសំណាងហើយគាត់បីចេញទៅបួសជាមួយព្រះបរមពុរិស័ទពេលដែលព្រះអង្គចេញសាងពភ្នោះយើងក៏បីទៅបួសជាមួយព្រះអង្គពិតជាបានត្រាស់ដឹងនៅធម៌ជាមួយព្រះអង្គហើយអ្នកនិយាយអំពីព្រាហ្មណ៍7នាក់ទៀតញាតិញោមព្រាហ្មណ៍ចាស់ហើយអាយុ70អាយុ80អីហើយតូចចិត្តខ្លួនឯងញាតិញោមឥឡូវនេះរាជបរោះលោកនៅតូចសោះឯខ្ញុំឯណែចាស់តរុនតរីឲ្យធ្វើយ៉ាងម៉េចទៅអាចទៅបួសតាន់ព្រះអង្គទៅណាឥឡូវមានតែផ្ដាំកូន5កូនកូនណាពេលដែលព្រះសិទ្ធត្ថកុមារចេញសាងពភ្នោះចូលកូនឯងទៅបួសតាមព្រះអង្គគាល់បំរើព្រះអង្គដើម្បីបានត្រាស់ដឹងនៅធម៌ជាន់ខ្ពស់ញាតិញោមគាត់ផ្ដាំកូនគាត់អញ្ចឹងគាត់ស្ដាយព្រោះខ្លួនគាត់ចិត្តដាច់ខ្យល់ហើយមិនដឹងថ្ងៃណាក្រែងលោមមិនទាន់ព្រះសិទ្ធត្ថកុមារលោកចេញទៅបួសតែកោនដាញ់ព្រាហ្មណ៍អត់ផ្ដាំកូនទេព្រោះគាត់អត់កូនញាតិញោមគាត់ដើរបបួលកូនរបស់ព្រាហ្មណ៍ដែលស្លាប់ទៅទាំងអស់ហ្នឹងព្រាហ្មណ៍ដែលស្លាប់អស់បន្សល់កូនមានឯណាបានតែកូន4នាក់ញាតិញោមកូនព្រាហ្មណ៍ក្រៅពីហ្នឹងគេមិនរួមចង់បួសជាមួយអីបួសបានតែកូនព្រាហ្មណ៍4នាក់ប៉ុណ្ណោះអញ្ចឹងរួមជាមួយនឹងកោនដាញ់ហ្នឹងបាន5រូបឲ្យឈ្មោះថាបញ្ចវគិដែលលើអត់យាយដែលលើឈ្មោះបញ្ចវគិអត់ដែលក៏ដែលទៅណាញោមណាហើយអត់ក៏អត់ទៅស្ដាប់ទៀតទៅដឹងហើយណាញោមមែនអត់ញោមយាយសន្យាកុំហួសបើថាភ្នែកល្ងុយរកជើងធូបមកទល់ញាតិញោមកុំឲ្យបិទឲ្យសោះតែបិទនឹងប្រយ័ត្នកុនញាតិញោម
ដល់ទៅពេលបានទៅបួសញាតិញោមដល់និយាយអំពីព្រះបរមពុរិស័ទលោកចេញសាងបព្វជិហើយទាំង5រូបនេះបួសមិនមែនលក្ខណៈបួសជាបព្វជិទេមិនមែនជាបួសដោយប្រសង់សពថ្ងៃទេណាញាតិញោមបួសរបៀបជាស្លៀកពាក់ស្បែកខ្លាស្លៀកពាក់ជារូបតបោះមិនមែនជាលក្ខណៈបព្វជិទេហើយ5រូបនឹងបួសហើយមានកោនដៃនឹងដឹកនាំញាតិញោមដឹកនាំដើររកព្រះបរមពុរិស័ទតើព្រះអង្គសាងពភ្នោះព្រះអង្គនិមន្តទៅណាព្រះអង្គលោកនិមន្តទៅកាន់ដែនមគធរដ្ឋទៅដល់ដែនមគធរដ្ឋមិនទាន់បានត្រាស់ដឹងធម៌ផងជួបព្រះបាទពំពិសាញាតិញោមជួបព្រះបាទពំពិសាព្រះបាទពំពិសាសួរនាំទៅដឹងតែជាកូនសក្យបុត្រនៃនគរកបិលលវត្ថុបុរីទៅបានសន្យាជាមួយថាឥឡូវហ្នឹងចូលលោកសឹកអំពីបព្វជិតវិញមកខ្ញុំនឹងចែករាជសម្បត្តិម្នាក់ពាក់កណ្ដាលឃើញភ្លាមស្រឡាញ់ផ្លែតញាតិញោមតែព្រះអង្គអត់ទាន់បានត្រាស់ដឹងទេទៅតែបានសាងពភ្នោះហើយបាននិមន្តទៅកាន់ទីនោះទៅបានព្រះបរមពុរិស័ទព្រះអង្គមិនទាន់បានត្រាស់ដឹងនៅធម៌នោះព្រះអង្គបានត្រាស់តបថាបពិតមហារាជតាមពិតទៅមិនប្រាថ្នាអីដើម្បីចែករាជសម្បត្តិទេបើសិនជាទូលបង្គំចង់បានទ្រព្យសម្បត្តិដូច្នោះមិនមែនទូលបង្គំសុខចិត្តលះទ្រព្យសម្បត្តិដើម្បីចេញសាងបព្វជិឡើយអញ្ចឹងអត់ត្រូវការរាជសម្បត្តិរបស់មហារាជពាក់កណ្ដាលអីទេណែនិយាយអំពីព្រះបាទពំពិសាញាតិញោមលើតែព្រះបរមពុរិស័ទព្រះអង្គទ្រង់ត្រាស់ដូច្នោះក៏គិតថាបើសិនជាព្រះអង្គបានសម្រេចធម៌ជាន់ខ្ពស់សូមព្រះអង្គយាងមកត្រាស់ខ្ញុំព្រះអង្គប្រុសខ្ញុំព្រះអង្គជាមុនផងព្រោះអីខ្ញុំព្រះអង្គរងចាំពេលដែលព្រះអង្គបានត្រាស់ដឹងនៅធម៌នោះនិយាយអំពីកោនដៃញាក់និងអ្នកទាំង4រូបទៀតឲ្យឈ្មោះថាបញ្ចវគិទាំង5រូបហ្នឹងញាតិញោមមកតាមរកព្រះអង្គតាមចុះតាមឡើងជួបព្រះអង្គនៅឧរុវេលានសេនានិគមញាតិញោមព្រះសាស្តាព្រះអង្គគង់នៅទីហ្នឹងចូលដល់ជួបព្រះអង្គហើយក៏សូមគាល់បម្រើព្រះអង្គដើម្បីជាបច្ច័យក្នុងការត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណរបស់ព្រះអង្គប៉ុន្តែការបម្រើរបស់បញ្ចវគិ5រូបហ្នឹងញាតិញោមបម្រើយូរទៅព្រះអង្គខំអត់អាហារខ្លួនឯងញាតិញោមអត់ដំបងឡើងបន្តិចម្ដងរហូតដល់ដាច់លែងសោយអាហារសោះញាតិញោមលែងសោយអាហារសោះទៅបានព្រះអង្គពិចារណាឡើងវិញកាលដែលធ្វើនេះគឺធ្វើដើម្បីបាបខ្លួនប៉ុណ្ណោះធ្វើបាបខ្លួនធ្វើទរណកម្មខ្លួនគ្មានបានផ្លូវនៃការត្រាស់ដឹងទេដូច្នេះប្រយោជន៍អ្វីក្នុងការអត់អាហារដើម្បីត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក៏ត្រឡប់សោយអាហារវិញញាតិញោមព្រះបរមពុរិស័ទសោយអាហារវិញញាតិញោមសោយអាហារវិញបញ្ចវគិ5រូបនិយាយគ្នាថាខំបំរើអស់5 6ព្រះវស្សាហើយមិននឹងបានត្រាស់ផងអត់អាហារវេទនាឥឡូវសោយអាហារវិញធ្វើម៉េចបានត្រាស់នេះដំបងឡើយទាយតែព្រះអង្គពិតជាបានត្រាស់ញាតិញោមចាំស្ដាប់អ្នកទាយញាតិញោមញោមអើយញោមហ្នឹងហើយដំបងឡើយអញ្ញាកោនដាញ់ហ្នឹងមិនអ្នកទាយញាតិញោមថាព្រះអង្គពិតជាបានត្រាស់ស្រាប់តែព្រះអង្គសោយអាហារវិញកោនដាញ់នឹងអ្នកទាយដូចគ្នាបបួលគ្នាតែនៅទៅអីអត់អាហារអត់ត្រាស់ផងទៅជំរុំសោយអាហារវិញបានអីត្រាស់ដឹងឥឡូវមិនបាច់នៅបម្រើព្រះអង្គទេឥឡូវនាំគ្នារត់ចេញទៅឲ្យនៅមួយអង្គឯងទៅមកសោយអាហារវិញហើយគ្មានទៅត្រាស់ដឹងអីទេទីខ្លួនឯងរត់ចោលខ្លួនឯងញាតិញោមមើលទីតែព្រះអង្គបានត្រាស់ដល់ពេលព្រះអង្គសោយអាហារតែព្រះអង្គអត់ត្រាស់ទេនាំគ្នា5អង្គរត់ពីឧរុវេលាសេនានិគមនឹងទៅកាន់ឯព្រៃអិសិបតនមិគតិយវ័នចិត្តក្រុងពរាណសីញាតិញោមទៅនៅឯហ្នឹងទៅចោលព្រះឲ្យព្រះអង្គនៅតែឯងញាតិញោមដែលឃើញរូបព្រះអង្គធ្វើទុក្ករកិរិយាដែលឃើញហ៎យាយដែលឃើញហ៎បាទពេលដែលព្រះអង្គអត់សោយអាហារឃើញរូបប្រកាយព្រះអង្គរៀងស្គមសរសៃឡើងរវាមញាតិញោមពេលព្រះអង្គឃើញឆ្អឹងជនីឃើញអីដែលគេគូរូបហ្នឹងនឹងព្រះអង្គទ្រង់ធ្វើទុក្ករកិរិយាអត់សោយអាហារអស់6ព្រះវស្សាញាតិញោមណែដល់ព្រះអង្គសោយវិញញាតិញោមព្រះអង្គសោយអាហារវិញគឺសោយចង្ហាន់មធុបាយៈរបស់នាងសុជាតា
ដែលនាងសុជាតាយកបាយយ៉ាស់ហ្នឹងមកថ្វាយព្រះបរមពុរិស័ទដំបូងឡើយមិនមែនយកមកថ្វាយព្រះអង្គទេដំបូងឡើយយកមកសែនទេវតាព្រោះដល់ឆ្នាំមួយឆ្នាំម្ដងត្រូវតែនាងសុជាតាយកដង្វាយមកថ្វាយទេវតាក្រោមដើមជ្រៃដោយសារនាងបានបន់ទេវតាថាសូមឲ្យខ្ញុំបានកូនសូមឲ្យបានកូនប្រុសមុនគេហើយបើសិនជាខ្ញុំព្រះអង្គបានប្តីសូមឲ្យបានប្តីនឹងមានឋានៈនិងមានជាតិមានត្រកូលស្មើគ្នាកាលណាបើសិនជាបានសម្រេចខ្ញុំនឹងធ្វើដង្វាយថ្វាយរាល់ឆ្នាំដល់ពេលព្រះបរមពុរិស័ទព្រះអង្គចេញអំពីការធ្វើទុក្ករកិរិយារបស់ព្រះអង្គទៅគង់ក្រោមដើមជ្រៃដែលនាងសុជាតានឹងថ្វាយនឹងញាតិញោមក្នុងឆ្នាំទី20ឯដែលនាងសុជាតាថ្វាយនឹងគឺមុននឹងថ្វាយឲ្យនាងទាសីមកបោសសម្អាតត្រង់ចំណុចដើមជ្រៃហ្នឹងនាងទាសីមកដល់ឃើញព្រះអង្គគង់ក្រោមហ្នឹងញាតិញោមឃើញព្រះអង្គដំបូងកាលនោះគ្មានភិក្ខុសង្ឃបួសគិតថាមិនមែនជាមនុស្សធម្មតាទេពិតជាទេវតាព្រោះស្លៀកពាក់ខុសគេតំណើបែបទេវតាត្រឡប់ទៅវិញទៅប្រាប់អ្នកម្នាងថ្ងៃហ្នឹងអស្ចារ្យជាងរាល់ឆ្នាំអ្នកម្នាងមានទេវតាចាំមកទទួលដង្វាយរបស់អ្នកម្នាងហើយអ្នកម្នាងគឺនាងសុជាតានឹងឮដំណឹងអញ្ចឹងញាតិញោមរៀបចំចាត់ចែងដោយរសនៃទឹកដោះគោញាតិញោមហើយការរៀបចំចាត់ចែងនោះមានទេវតាផងមានព្រះអិនផងមានព្រះព្រំផងមានទេវតានេះទេវតានោះដែលមានន័យច្រើនក្នុងពុទ្ធប្រវត្តិដែលព្រះអង្គសម្ដែងណាញាតិញោមគឺដំណើររឿងរបស់ព្រះអង្គរហូតយកមកថ្វាយព្រះអង្គបាយយ៉ាស់នឹងដែលព្រះអង្គលោកទទួលបាយយ៉ាស់នឹងបានព្រះអង្គពូតដល់49ពំនូតញាតិញោមហើយ49ពំនូតហ្នឹងព្រះអង្គសោយតែម្ដងឯងម៉ត់ញាតិញោមមកពំនូតប៉ិនគ្រាប់ថ្នោតណាញាតិញោមដឹងទេហើយថ្នោតមិនមែនថ្នោតសម័យយើងអីថ្នោតសម័យព្រះមិនដឹងប៉ុន្មានណាញោមណាបែបមកគ្រាប់ប៉ិនគ្រាប់បាល់ទាត់អីហ្នឹងមិនដឹងហ្នឹងហើយពូតប៉ិនគ្រាប់ថ្នោតហ្នឹងញាតិញោម49ពំនូតព្រះអង្គសោយតែមួយអង្គឯងម៉ត់ទៅញាតិញោមឃើញទេមួយអង្គឯង49ពំនូតបំណាច់នឹងអត់បាយ6ឆ្នាំហើយណាញោមណាសោយឲ្យណានៃលោមើលហ្នឹងហើយទុក្ករកិរិយាអត់សោយអាហារ6ព្រះវស្សាសោយវិញសោយម្ដង49ពំនូត1ពំនូតប៉ិនគ្រាប់ថ្នោតតែអស្ចារ្យត្រង់ចំណុចថាព្រះអង្គសោយ49ពំនូតហើយអត់សោយអាហារអស់49ថ្ងៃដែរញាតិញោមអស្ចារ្យត្រង់ហ្នឹងណាញាតិញោមមនុស្សយើងហូបពីព្រឹកល្ងាចហូបទៀតអត់ហូបអត់ល្ងាចដល់ពេលហូបពីព្រឹកថ្ងៃត្រង់ហូបទៀតអត់អញ្ចឹងមួយថ្ងៃវាត្រូវយ៉ាងតិច3ពេលមែនទេញាតិញោមតាមស្រួលចាប់លោកទេត្រឡប់ទៅវិញបាយកកទៀតផងដឹងណាញោមណាអញ្ចឹងមនុស្សយើងវាត្រូវច្រើនពេកតែព្រះសម្មាសម្ពុទ្ធព្រះអង្គសោយ49ពំនូតហ្នឹងញាតិញោមអត់សោយអស់49ថ្ងៃដែរពេលដែលព្រះអង្គទ្រង់សោយហើយយកភាជនៈរបស់នាងសុជាតាដែលប្រគេនយកមកផ្សងក្នុងឆ្នេរនៃស្ទឹងហ្នឹងញាតិញោមក្នុងទឹកនៃស្ទឹងហ្នឹងហើយព្រះអង្គទ្រង់អធិដ្ឋានថាបើសិនពិតជាអាត្មាអញត្រាស់ដឹងនាពេលថ្ងៃហ្នឹងមែនពិតប្រកបនឹងបានត្រាស់ដឹងមែនសូមឲ្យភាជនៈនេះអណ្ដែតប្រច្រាស់ទឹកឡើងបើសិនជាមិនបានត្រាស់ដឹងទេសូមឲ្យភាជនេះអណ្ដែតបណ្ដោយទឹកទៅខណៈពេលហ្នឹងព្រះអង្គបណ្ដែតភាជទៅភាជហ្នឹងអណ្ដែតប្រច្រាស់ទឹកបាន80ហត្ថញាតិញោមអស្ចារ្យត្រង់ហ្នឹងញាតិញោមមើលហើយទឹកកំពុងតែហូរត្របាញ់ញាតិញោមដាក់ទៅមិនគប់3ឡើយអណ្ដែតឡើងប្រច្រាស់ទឹកវិញញាតិញោមអណ្ដែតបាន80ហត្ថក៏លេចទៅទង្គិចនឹងភាជរបស់ព្រះពុទ្ធមុនមានព្រះពុទ្ធកុកសន្ធោព្រះពុទ្ធកោណាកមនោ ព្រះពុទ្ធកាសបោដែលព្រះភិជ្ជនៈទាំងទាំង3នោះបានបដិស្ថាននៅឯឋានប្រជុំនេះឯភិជ្ជនៈរបស់ព្រះសមណគោតមក៏ទៅទង្គិចជាមួយនឹងភិជ្ជនៈទាំង3នោះហើយចូលសោកពីក្រោមញាតិញោមពេលដែលចូលសោកពីក្រោមឋានប្រជុំនេះទាំងមូលត្រូវអកើញាតិញោមត្រូវរំជួយស្ដេចកាលនិកញាតិញោមស្ដេចកាលនិកដេកម្ដងភ្ញាក់ម្ដងតែព្រះពុទ្ធត្រាស់ដឹងមួយអង្គឯង
បើប្រពុតអត់ត្រាស់ដឹងឥឡូវពងដេកទៀតហើយញាតិញោមតោះដល់ពេលប្រពុតត្រាស់ដឹងមួយអង្គពេលដែលភីទៅតង្កិចគ្នាបានស្ដេចកាលនិកភ្ញាក់ម្ដងទៀតញាតិញោមមែនតោះដល់ពេលទៅតង្កិចស្ដេចកាលនិកភ្ញាក់ឡើងដឹងគេថាម៉េចឯងញាតិញោមម្សិលមិញព្រះត្រាស់ហ្មងឥឡូវត្រាស់ទៀតទៅវិញរកដេកបានសោះអញ្ចឹងណាញាតិញោមហើយមិនមែនតែស្រួលទេញាតិញោមព្រះអង្គត្រាស់ដឹងម្ដងរាប់ម៉ឺនឆ្នាំណាញាតិញោមមកបានត្រាស់ដឹងណាញាតិញោមហើយក៏ស្ដេចកាលនិកបន្លឺដូច្នេះថាឥឡូវនេះមានព្រះដ៏មានព្រះភិក្ខត្រាស់ដឹងប្រកបក្នុងលោកទៀតហើយណែព្រះអង្គផ្សងភីកហ្នឹងហើយញាតិញោមទ្រង់តាំងចិត្តអធិដ្ឋានដោយព្រះអង្គអធិដ្ឋានខ្លួនលោកថាសក់ក្តីស្បែកក្តីសរសៃក្តីឆ្អឹងក្តីបើសិនជាមិនបានត្រាស់ដឹងទេសូមឲ្យរីងស្ងួតទៅចោះយើងមិនក្រោកចេញចាក់អំពីគុលនៃពោធិព្រឹកនេះបានឡើយរហូតដល់បានត្រាស់ដឹងប្រកបញាតិញោមត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណប្រកបឡើងក្នុងលោកនាថ្ងៃ15កើតពេញបរមីខែអីញោមខែអីខែពិសាហ្នឹងបានអ្នកគ្រាន់អ្នកញោមហ៎ណាញោមណោះណាញោមកចាងណោះហ្នឹងបានអ្នកគ្រាន់ណាញោមអញ្ចឹងព្រះអង្គត្រាស់ដឹងក្នុងថ្ងៃ15កើតពេញបរមីខែពិសាព្រះអង្គចាប់ពីសោយចង្ហាន់រហូតដល់49ថ្ងៃទៀតបូកសរុបគុណគូទៅវាស្មើនឹង7សប្តាហ៍ពេលដែលព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណគ្រាន់តែអង្គុយលើវរិជបល្ល័ង្ករបស់លោករតនបល្ល័ង្ករបស់លោកគឺអស់7ថ្ងៃគង់នៅជ្រុងឯសាននៃរតនបល្ល័ង្ករបស់លោកដោយមិនព្រិចប្រណេតសោះអស់7ថ្ងៃហើយយើង7ថ្ងៃអត់ព្រិចបានទេញាតិញោមភ្នែកយើងហ្នឹងមួយថ្ងៃមិនបានផងណាយាយណោះណាយាយណោះកណាដូចស្ពឹកណាហ្នឹងហើយយើងបើសិនជាថា1ម៉ោងអត់ព្រិចក៏បានដែរតែព្រះសម្មាសម្ពុទ្ធ7ថ្ងៃអត់ព្រិចទេញាតិញោមរហូតដល់ព្រះអង្គចេញអំពីទីទិសឥសាននឹងមកព្រះអង្គនិមិត្តទីចង្ក្រមកែវអស់7ថ្ងៃទៀតព្រះអង្គនិមិត្តទីចង្ក្រមកែវអស់7ថ្ងៃគង់នៅក្នុងផ្ទះកែវដែលជាវិការៈនៃព្រះធម៌ទាំង84000ធម្មខណ្ឌហើយអស់7ថ្ងៃទៀតព្រះអង្គទ្រង់ចង្ក្រមលើភ្នំវិមុខទៀតព្រះអង្គទ្រង់អធិដ្ឋានបដោះស្ថានដោយសោយវិមុតសុខអត់សោយអាហារទេញាតិញោមអធិដ្ឋានព្រះអង្គអញ្ចឹងអត់សោយអាហារទេអស់7សប្តាហ៍ក្នុងសប្តាហ៍ជាទីចុងបញ្ចប់ញាតិញោមដោយព្រះដ៏មានព្រះភិក្ខព្រះអង្គប្រមាលមើលនៅសត្វលោកទាំងអស់ថាសត្វទាំងឡាយកំពុងតែក្រាស់ដោយកាមសត្វទាំងឡាយកំពុងតែញៀនញាមដោយរឿងកិលេសរឿងតណ្ហាសត្វទាំងឡាយមិនអាចស្ដាប់ធម៌តថាគតបានទេព្រោះធម៌របស់តថាគតមានកម្រាស់ក្រាស់ក្រៃណាស់ដូច្នេះសត្វទាំងឡាយមិនអាចស្ដាប់បានទេហើយក៏មិនងាយនឹងស្ដាប់ធម៌តថាគតឡើយប្រយោជន៍អីទៅណោះដើម្បីការសម្ដែងធម៌ប្រោសសត្វដូច្នោះគួរនឹងទុកបកាយឲ្យតនេទៅចោះមិនបាច់សម្ដែងធម៌ក៏បានបរិវិតកៈព្រះអង្គប៉ុណ្ណឹងណាញាតិញោមគ្រាន់តែបរិវិតកៈការគិតរបស់ព្រះអង្គទេជ្រាបដល់សហមបតីព្រំញាតិញោមសហមបតីព្រំគិតថាបើសិនជាអាត្មាអញមិនចោះទៅអរតនីនិមន្តព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ទេពិតជាព្រះអង្គអត់សម្ដែងទេព្រោះអីព្រះអង្គបរិវិតកៈថាធម៌ព្រះអង្គជ្រាលជ្រៅសត្វទាំងឡាយមិនស្ដាប់ដូច្នេះគួរនឹងអាត្មាអញទៅអរតនីព្រះអង្គធ្វើដំណើរមកញាតិញោមធ្វើដំណើរចេញអំពីឋានព្រហ្មលោកឆ្ពោះមកកាន់ទីព្រៃដើមកេះដែលព្រះអង្គគង់នឹងញាតិញោមមកដល់នឹងពន្លឺភ្លឺស្វាងញាតិញោមពេញព្រៃនឹងភ្លឺដោយពន្លឺរស្មីអំណាចនៃព្រហ្មញាតិញោមចូលមកដល់ផ្គងអញ្ជលីលើកហាត់ទាំងពីរថ្វាយបង្គំព្រះដ៏មានពភាកដោយពោលពាក្យថាព្រមនីចលោកាធិបតីសហមបតីកតញ្ជលីអន្តិវរង្យាចិត្តសន្តិរសត្តាបរិជ្ជៈមិនទៀតហ្នឹងហើយលោកអាចារ្យព្រំមិញហ្នឹងញាតិញោមបាទអាត្មាថាឲ្យចប់ទៅដាច់ជើងអាចារ្យអត់ហ្នឹងហើយអញ្ចឹងពោលពាក្យព្រំអញ្ចឹងឯងដែលព្រះដ៏មានពភាកព្រះអង្គបានទទួលពីអរតនីអំពីព្រមមកថានឹងសម្ដែងធម៌ដែលមានការប្រែនឹងគ្រាកាលគ្រាមិន
ការព្រមមិនសួរលោកចាស់ដឹងខ្លួនឯងស្មាមិនបាច់ទេណាព្រោះស្មាមិនមែនអ្នកព្រមស្មាអ្នកទេណាញាតិញោមយ៉ាងហើយដល់ពេលទូលពីអរតនីព្រះអង្គហើយព្រះអង្គក៏ទទួលសម្ដែងធម៌ទៅបានទម្លាប់នឹងជាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងមករហូតដល់សប្តាហ៍ថ្ងៃហ្នឹងបើសិនជាធម៌ទេសនារបស់ព្រះអង្គមិនមានអ្នកព្រមអរតនីទេអត់មានលោកទេណាញាតិញោមញោមអើយទៅបានមានព្រំអរតនីលោកហ្នឹងណាញាតិញោមប៉ុន្តែព្រំកាលនោះស្អាតព្រំឥឡូវដូចមិនសូវស្អាតណាញោមណាហ្នឹងហើយព្រំនេះដូចក្រាន់បានតិចព្រំប្រុសឲ្យបើព្រំស្រីចប់ហើយណាហ្នឹងហើយថាអញ្ចឹងនិយាយព្រំនេះអន់ចិត្តទៀតទៅចាអញ្ចឹងដល់ពេលព្រំហើយទទួលអរតនីសម្ដែងធម៌ហើយព្រះសាស្តាព្រះអង្គទ្រង់ពិចារណាតើគួរឲ្យតថាគតទៅសម្ដែងធម៌ប្រុសអ្នកណាមុនគេទៅណោះពិចារណាមើលតើអ្នកណាមានឧបការៈច្រើនជាងគេលើតថាគតពិចារណាដល់គ្រូព្រះអង្គញាតិញោមឧត្តកតបោះនិងឧឡារតបោះប៉ុន្តែគ្រូមួយក៏ស្លាប់អស់មួយអាទិត្យទៅហើយឯគ្រូមួយទៀតទៅតែស្លាប់ថ្មីនឹងឯងទៅបានព្រះអង្គពិចារណាថាគ្រូឯគ្រូពិតជាគ្មានភ័ព្វមែនស្លាប់ទៅដោយមិនបានស្ដាប់នៅពធដែលចេញមកអំពីព្រះអង្គរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គពិចារណាទៀតតើអ្នកណាទៀតមានគុណូបការៈលើតថាគតទៅពិចារណាទៅឃើញបញ្ចវគិ5រូបញាតិញោមដែលខំបំរើព្រះអង្គអស់6ព្រះវស្សាហ្នឹងណាញាតិញោមពិចារណាទៅពិចារណាមកតើឥឡូវនេះបញ្ចវគិនៅទីណាទៅព្រះអង្គទ្រង់ពិចារណាសម្លឹងមើលឃើញនៅឯព្រៃអេសិបតននិកទាយវ័នញាតិញោមហើយបើគិតជាចម្ងាយដីបច្ចុប្បន្នស្មើនឹង200គីឡូណាញាតិញោមកន្លែងឧរុវិលាសេនានិគមទៅព្រៃអេសិបតននិកទាយវ័នជិតក្រុងសាវត្ថីនោះពរាណសីនោះគឺចម្ងាយដី200គីឡូព្រះសាស្តាព្រះអង្គអត់ហោះទេញាតិញោមព្រះអង្គអត់មិនចេះមិននោះមិនហើយគុណលឺងោកវាចូលរីខតវាអត់ស្ដាប់បានក្នុងប៉ុស្តិ៍រត់យោហ្នឹងហើយអនុមោទនីដាច់ធោអស់លីងដល់ណាញោមមិនហ្នឹងដល់ណាហើយយាយវ៉ែនតាខ្មៅដល់ណាហើយយាយដល់ត្រង់ចំណុចថាព្រះអង្គលោកនិមន្តទៅព្រៃអេសិបតនមិគទាយវ័នព្រះអង្គអត់ហោះទេញាតិញោមព្រះអង្គសម្ដែងរិទ្ធក៏បានហោះក៏បានតែព្រះអង្គនិមន្តដោយតាមផ្លូវជាលំដាប់គឺថ្មើរជើងញាតិញោមនិមន្តតាមផ្លូវនឹងរហូតមកដល់ព្រៃអេសិបតនមិគទាយវ័នដឹងមិនទេទៅដល់ព្រៃហ្នឹងញាតិញោមបញ្ចវគិ5រូបគេនៅសបាយគ្នាគេ5រូបហ្នឹងកកគ្នាគេណាស់ញាតិញោមប៉ុន្តែព្រះដ៏មានពភាកលោកនិមន្តចូលមកដល់ក្នុងព្រៃហ្នឹងអ្នកទាំង5រូបហ្នឹងឃើញព្រះអង្គហើយគេនិយាយគ្នាណ៎ឃើញហ្នឹងព្រះសទ្ធត្ថមកបែបគ្មានអ្នកបំរើហើយមើលទៅមកឲ្យយើងបំរើទៀតដែរខំបំរើអស់6ព្រះវស្សាមិនបានត្រាស់ផងឥឡូវហ្នឹងបែបខ្វះអ្នកបំរើហើយមើលទៅបានជាខំដើរមកដើម្បីឲ្យយើងបំរើយើងប្រយោជន៍អីបំរើព្រះអង្គទៀតអត់បាយអស់6ព្រះវស្សាមិនទាំងត្រាស់ផងត្រឡប់សោយអាហារវិញបាយឲ្យត្រាស់កុំបាច់ចាំក្រាលអាសនៈមិនបាច់ចាំរៀបចំទឹកក្តៅទឹកត្រជាក់ទទួលទេព្រមព្រៀងគ្នាអញ្ចឹងញាតិញោមមកសតុព្រមព្រៀងគ្នាទៀតអត់ទេឥឡូវយើងក្រាលចោលបើលោកគង់ស្រែលោកទៅក្រាលចោលហើយមិនបាច់ធ្វើនិយាយរហ៎ញាតិញោមឆ្លើយដែរតាញោមណោះព្រះយើងនឹងគិតមើលព្រះណាហើយដល់ថាអត់បានត្រាស់ប្រយោជន៍អីក្រាលអាសនៈហើយដល់ហើយអ្នកមកផ្សេងទៀតគិតដែរក្រាលអាសនៈដូចសមហើយប៉ុន្តែបើអត់ទឹកក្តៅទឹកត្រជាក់ដូចមិនសមឥឡូវដាំទឹកក្តៅទឹកត្រជាក់ឲ្យទុកចោលហ្នឹងលោកមិនប្រើអត់ទៅប៉ុន្តែគណៈពេលដែលព្រះអង្គលោកយាងមកដល់ទីហ្នឹងញាតិញោមធ្លាប់តែកฎិកាជាមួយគ្នាពិភាក្សាគ្នាព្រមព្រៀងគ្នាតែធ្វើដូច្នោះដល់ពេលព្រះអង្គមកដល់ភ្លេចខ្លួនញាតិញោមអង្គខ្លះរត់ទៅទទួលបាតទៅខ្លះទៀតរត់ទៅទទួលសង្ឃក្តីខ្លះទៀតរត់ទៅទទួលក្រាលអាសនៈហើយក៏អរតនីព្រះអង្គគង់ទៅតែគង់ក៏គង់ចាស់ព្រមព្រៀងគ្នាថាមិនខ្ចីនិយាយរំបាត់ញាតិញោមព្រះអង្គគង់នៅទីអាសនៈហ្នឹងហើយ5រូបមានអង្គណានិយាយរំមួយញាតិញោមអត់សោះអត់មានរូបមួយណា
cao đanh có mình dây rồi bằng thoát tự dạ có mình dây rồi bằng à sự chị mình dây rồi bằng mà hai niêm có ớt bắp bạc có ớt miên nè nó dây rồi bằng bằng trong ra trăm mình nè từng lai sống Phật bồ sát từng ó rong chăm đạpประวัติព្រះមហាសាវកជាបន្តទៀតសូមអនុមោទនីthoát tự dạ có mình dây rồi bằng à sự chị mình dây rồi bằng mà hai niêm có ớt bắp bạc có ớt miên nè nó dây rồi bằng trong ra trăm mình nè từng laiแต่ถ้ากดตราดังเราทอให้นะโอ้ยผมเชื่อเลยอดบายอยู่มาให้เมียนตราทองอ่ะแล้วเธอไอ้มาอุดแต่บานตราจังเลยเมียนเนี่ยบำราเตียนเนาะไอ้ปองตรามาดองอดเชื่อปีดองมันเชื่อก็เลิกตีใบบานปองซัวมันนี้ปัญจวัคคีย์ต่างหลายตาเนี่ยทลอบnơi chỉ môiแต่ถ้ากดได้ลือเปียแต่ถ้ากดได้ในยี่ปรับเนี่ยแต่ถ้ากดบานตราดังเราทอเต้บานกึศเนี่ยได้เดือดได้ลือเปียดังทองอัดได้ลือเต้บอกบอกอัดได้ลือแต่ถ้ากดบานตราดังเราทอให้เต๋อบานกุยสลับทอปองนะเนี่ยโยมสลับทอปองดังทอปองหนึ่งโมงสำได้ปีไอ้ยัดเนี่ยโยมเอ้ยโยมยัยโอ้บานโยมตาแบบดังนะโยมตาดังอัดตาแหละโลจ้าก็ดังอ่ะเนี่ยโยมไหมคือพระองค์ตรงสำได้ในพระทอทำมาจากกับประวัตินะโซดเนี่ยโยมพอมาจากกับประวัตินะโซดได้มีนสำได้ดำบงบ่มพดนะเนี่ยโยมนั่นคือเดี๋ยวทั้งไงเกิดโทติสนาดำบงในขนมทั้งไงดับรามเกิดเป็นบ่อดำไม้คายอาซาดโยมดับรามเกิดเป็นบ่อดำไม้คายอาซาดคือเจียดไงบังเกิดเนื้อเปรียโทติสนาดำบงให้ไงนู้ก็อันเนี้ยเก่าใดเนี้ยบ้านบุมุนเกขนมปุตศาสนาก็ขนมทั้งไงดับปรามเกิดเป็นบ่อดำไม้คายอาซาดคือเจียดไงเกิดเมียนเปรียซ่องเลิกดำบงบังก็ขนมเปรียพุทธศาสนาเนี่ยโยมแม่พระองค์สำได้โทให้เนี่ยโยมพระองค์สำได้โทให้ดังแต่อันเนี้ยเก่าใดเนี้ยบานตราดังบานวางบันเลิศนะอุเตียนบอลโลกท่าอันเนี้ยเสกวัดตะโพเก่าใดโยอะไรนี่อันเนี้ยเก่าใดเนี้ยตราดังเราโทให้เนาะปองบันเลิศจังนะเนี่ยโยมพระองค์บานบันเลิศให้อันเนี้ยเก่าใดเนี้ยบานสดับโทให้ตราดังเนาะพระอรหัตพอลเติบบานสมปองปัปเจียเนี่ยโยมสมปองปัปเจียจีเอเฮปิโคพระองค์ตรงประเตียนแต่เนี้ยโจจีเอเฮปิโคจักเป็นเนาะอันเนี้ยเก่าใดเนี้ยบ้านสำรัจเชียปัปจิตประกาศเลอโลกมีนแต่มวยกดเนี่ยโยมให้จังบ้านในแต่ซอบัญเจ้าเคยแต่เปลบ้านเนี่ยต่างปรามรูปอังกุยสนับพร้อมมันตอนแนะเชียปัปจิตเตแมนอาร์โยมบ้านในแต่เป็นกุยสนับพร้อมแมนโลกกันนะเนี่ยโยมเนื้อเชียตับบ่อหรือก็เนื้อเนี่ยเสียแปะซอยแต่ดัสนับพร้อมพระองค์ให้เติบบ้านเก่าได้เนี่ยเตรียมนักสมพระองค์บุเชียปัปจิตมนเกพระองค์ประเตียนเชียปัปจิตมนเกไงดับรามการเป็นบารมีแค่ศาสตร์คือเจียไงบังการลางในเปรียสังกรัตนะเลิกดำบงบ่มพดเนี่ยโยมเติบบานเมียนประสังระหดมาดาวสักไงนั่งเนี่ยโยมการเนาะการได้เนี่ยโยมกูชงเอาเต้บ่สันจีอัดเมียนบนบาดไม่สันซ้ำปีอะไตตาให้ไอ้บานตราดังทอมนเกเนี่ยโยมตราดังบนตัวผมปีปปุ๊ดนั่นเนี่ยโยมให้บูมนเกเด็ดบูมนเกให้คือเจียอาไซเตมหาสาเวะแปดสปองคือขนมเล็กเรียงตีมวยเนี่ยโยมแต่บ้านเอตะตะแกะในค้างดังเรียดไตรยูเนี่ยโยมรัตตัญญูนั่นเนี่ยโยมแต่เมียนบ้านในแต่เอตะตะแกะในค้างดังเรียดไตรยูได้ไอยูได้สร้างแบบนู้ก็บวกมนเกยูได้ไอติดยูได้บ้านสำหรับท้อก็สำหรับท้อมนซาเวะดอดเตยเตียดเนี่ยโยมได้ซาไอบ้านโลกบ้านตระดังโดยชนะเนี่ยโยมดังไงพระอรหันต์นั่นนะเนี่ยโยมเก่าได้เนี่ยmìnhนั่งพระอรหันต์นะสลับเรื่องดังนั่งโยมแม่เดี๋ยวให้จากกล่องอ้อยทำไมเอาแต่เน่าแต่ทำไมบ้านวิ่งมาตัวมาทำไมมานั่งไงบ้านจีตระดังในมนเกโดยชนะโดยซาเมียนออกมาในไซบ่มปิ้งเปียไตแตะเติบบานแปรดเมียนประเภทพร้องเลิกลานสำได้ยำเปียไตแตะชีดระบ๊อกไอ้ยาเก่าได้เนี่ยนั่งไงเนี่ยโยมได้ประกายตีพอง
ដែលបានសម្រេចធម៌មុនគេផងដែលមានវសាបុស្សមុនគេផងព្រះអង្គត្រាស់សម្ដែងកាលដែលសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះនាមបត្តមុត្តរៈញាតិញោមបត្តមុត្តរៈព្រះនាមបត្តមុត្តរៈនឹងអញ្ញាកោនដញ្ញៈកើតជាកូនកហបតីអ្នកមានមួយរូបញាតិញោមដោយសារតែព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនាមបត្តមុត្តរៈបានធ្វើដំណើរយាងចេញចាក់អំពីទីអារាមឆ្ពោះទៅកាន់នគរហង្សាវតីញាតិញោមទៅដល់នគរហ្នឹងព្រះពុទ្ធបិតារបស់ព្រះអង្គនៅទីហ្នឹងចាត់ចែងផាត់ចាត់ចែងទានថ្វាយចំពោះព្រះភិក្ខុសង្ឃ100,000ព្រះអង្គញាតិញោមច្រើនណាស់ណាញាតិញោមនៅអ្នកនគរហ្នឹងចាត់ចែងចាត់ចែងនឹងព្រះអង្គលើកឡើងអំពីជាតិដែលអញ្ញាកោនដញ្ញៈនឹងសន្សំបារមីដើម្បីបានត្រាស់ដឹងជាអ្នកបួសមុនគេហើយជាអ្នកបានសម្រេចធម៌មុនគេញាតិញោមទើបបានរៀបចំចាត់ចែងនៅទេយទានសម្រាប់ព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធព្រះនាមបត្តមុត្តរៈនិងភិក្ខុសង្ឃចោមរម100,000អង្គជាបរិវាររៀបចំចាត់ចែងក្នុងថ្ងៃទី1ក្នុងថ្ងៃទី2ដល់ក្នុងថ្ងៃទី3ញាតិញោមនិយាយអំពីកហបតីដែលជាបុត្ររបស់កូនមហាសាលកូនមហាសាលនឹងឯងគឺអញ្ញាកោនដញ្ញៈដែលកាលពីអតីតជាតិរបស់គាត់កើតជាអ្នកដែលមានស្ដុកស្ដំញាតិញោមគឺជាកូនរបស់កហបតីមហាសាលឃើញមនុស្សម្នាទាំងឡាយញាតិញោមរកភ្ញីផ្កាកាន់ភ្ញីផ្កាទៀនធូបកំរងការគ្រឿងសក្ការៈទាំងឡាយសួរគេតអ្នកទាំងអស់គ្នាអញ្ជើញតណាហ្នឹងថាណោះអ្នកឯងមិនដឹងទេនៅក្នុងនគរហង្សាវតីនោះណាគេកំពុងតែស្ដាប់ពធទេសនាដែលព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃទាំងអស់ហើយមនុស្សទាំងអស់កំពុងតែជ្រះថ្លាក្នុងការស្ដាប់ធម៌យើងគ្រប់គ្នាហ្នឹងណាទៅស្ដាប់ធម៌ព្រះអង្គឮតែអញ្ចឹងញាតិញោមឮតែធម៌ចង់តែស្ដាប់ដែរតើធម៌យ៉ាងម៉េចទៅណស្ដាប់ធម៌យ៉ាងម៉េចទៅហើយតើព្រះអង្គសម្ដែងធម៌យ៉ាងម៉េចទៅខ្ញុំនឹងមិនដែលបានជួបព្រះសោះឮតែអញ្ចឹងចង់ទៅដែរញាតិញោមធ្វើដំណើរទៅជាមួយគេជាមួយឯងដើរលាន់ក្រឹកក្រែងមានវងមានមនុស្សអីហ្នឹងទៅតាមគេដល់ទៅដល់ព្រះអង្គទ្រង់អនុមោទនាផាត់រួចញាតិញោមព្រះអង្គហ្នឹងមិនមែនប្រពុតសាមណៈគោដំទេញាតិញោមស្ដាប់ហ្នឹងឲ្យដឹងផងញោមណាឲ្យដឹងផងណាញោមណាមិនមែនព្រះអង្គសាមណៈគោដំទេគឺព្រះអង្គព្រះនាមបត្តមុត្តរៈញាតិញោមតើពេលរៀបនឹងសម្ដែងធម៌ព្រះអង្គប្រកាសតែងតាំងអេតតកៈសាវកព្រះអង្គមុនគេគឺអ្នកដែលបួសមុនគេហើយនឹងអ្នកដែលបានសម្រេចធម៌មុនគេឃើញដូច្នោះញាតិញោមអ្នកកហបតីមហាសាលហ្នឹងញាតិញោមឃើញដូច្នេះស្រឡាញ់ស្រឡាញ់ឲ្យគុំទុកក្នុងចិត្តខ្ញុំមិនដឹងថាជាតិក្រោយតើខ្ញុំអាចជាអ្នកបានបួសមុនគេខ្ញុំអាចជាអ្នកបានសម្រេចធម៌មុនគេឬក៏អត់ណាពេញចិត្តណាស់លោកម្ចាស់ដែលត្រូវព្រះអង្គតែងតាំងក្នុងកណ្ដាលនៃបរិស័ទទាំងឡាយ4ពួកឃើញមនុស្សម្នាច្រើនប្រាថ្នាចង់បានត្រាស់ដឹងនៅធម៌ដូចគេអញ្ចឹងញាតិញោមនឹងអតីតជាតិរបស់គាត់ណាញាតិញោមទៅបានពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ចប់គេហបតីនឹងក៏ចូលទៅចិត្តព្រះសម្មាសម្ពុទ្ធជ្រះថ្លាដោយក្រៃលែងពេលហ្នឹងញាតិញោមថ្វាយបង្គំអរតនាព្រះអង្គនិងភិក្ខុសង្ឃ100,000ព្រះអង្គញាតិញោមសូមឲ្យព្រះអង្គវេលាព្រឹកស្អែកស្ដេចយាងនឹងនិមន្តទៅកាន់គេហដ្ឋានរបស់ខ្ញុំព្រះអង្គនឹងចាត់ចែងប្រគេនទានថ្វាយចំពោះព្រះអង្គនិងភិក្ខុសង្ឃចំនួន100,000ព្រះអង្គពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គបត្តមុត្តរៈព្រះអង្គទ្រង់ទទួលញាតិញោមថាមិនអីទេចាំតថាគតនិងភិក្ខុសង្ឃទាំងអស់នឹងធ្វើដំណើរទៅកាន់ទីនោះពេលគាត់ត្រឡប់ពីនឹងថ្វាយអង្គមព្រះអង្គលាប្រតិសិនព្រះអង្គ3ជុំហើយធ្វើដំណើរទៅផ្ទះរបស់គាត់ប្រាប់អ្នកបម្រើគាត់ប្រាប់អ្នកធ្វើការក្នុងផ្ទះគាត់ប្រាប់អ្នកផ្ទះគាត់ឲ្យបោះឲ្យសម្អាតរៀបចំក្រាលអាសនៈរៀបចំនៅវត្ថុទានទាំងអស់ដើម្បីទំនុកបម្រុងទុកប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ100,000ព្រះអង្គវេលាព្រឹកស្អែកនិមន្តមកមែនញាតិញោមហើយយើងគិតមើលយើងសម័យមើលពេលហ្នឹងហើយនឹងសម័យនោះកាលដែល91ផែនដីមុនញាតិញោម
ក្នុងភូមិគ្រឹះរបស់កហបតីនឹងដាក់ភិក្ខុសង្ឃចុះ100,000ព្រះអង្គញាតិញោមនឹងពុទ្ធមួយតើភូមិគ្រឹះគាត់ប៉ុន្មានញាតិញោមហើយគាត់អាចចាត់ចែងទានបានណាញាតិញោមចាត់ចែងទានបានពេលដែលព្រះអង្គនិមន្តមកនឹងភិក្ខុសង្ឃយាងធ្វើដំណើរនិមន្តមកដល់ទីភូមិគ្រឹះរបស់គាត់ចាត់ចែងទានញាតិញោមជាមួយអ្នកបម្រើជាមួយមនុស្សទាំងឡាយផងគ្នាហ្នឹងប្រគេនចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ100,000អង្គវេលាដែលរៀបនឹងប្រគេនមានសម្ពុតមកគូញាតិញោមសម្ពុតមកគូរបស់គាត់នឹងស្រឡាញ់អើយស្រឡាញ់ញាតិញោមរក្សាទុកសម្ពុតដ៏មានតម្លៃដូច្នេះមិនគប្បីប្រើប្រាស់ខ្លួនឯងទេគួរណាស់គប្បីថ្វាយចំពោះព្រះសម្មាសម្ពុទ្ធហើយយើងមើលរបស់ល្អគេទុកប្រគេនលោកណាញាតិញោមយើងចឹងដែរអត់ទេញោមណាញោមយើងរបស់ល្អបែបមិនតាន់ប្រគេនទេណាញោមណាប្រើសិនឧទាហរណ៍ខោអាវថ្មីបើគេមកសុំយើងឧទាហរណ៍យើងទៅទិញវិសាថ្មីមកណាយាយអើយយើងទៅទិញវិសាថ្មីមកណាហើយគេមកសុំយាយអើយយាយខ្ញុំសុំខោអាវយាយឯងអាទៅទិញហ្នឹងមកឲ្យហ៎ញោមចាំតែឲ្យចោះទិញអស់សឹម$100-200នៅយាយណាខោអាវពេលឥឡូវថ្លៃជាងជប៉ុនលោកណាញោមដឹងហ៎ជប៉ុនអាត្មាប្រើហ្នឹងតែ65,000ទេមកកាផ្លេញាតិញោមហើយមកកាផ្លេហ្នឹងប្រើ3ឆ្នាំមិនតាន់ដែរទេញាតិញោមហើយអត់មានឡើងសេរីញាតិញោមឥឡូវសិតតែមានសេរីញាតិញោមសិតតែមួយឆ្នាំទៅមួយឆ្នាំមួយឆ្នាំទៅមួយឆ្នាំឥឡូវដាច់2010មក11ទៀតដែរឥឡូវអស់11ចូលដល់12ទីទៀតហួសសេរីអស់ហើយខោអាវហ្នឹងតែលោកអត់ទេណាញោមតាន់សម័យរហូតមែនទេញាតិញោមតាន់សម័យអត់តាន់សម័យគិតមើលតាំងពី2555ឆ្នាំណាញាតិញោមមិនមែនតិចឆ្នាំទេញាតិញោមអត់ដែលឃើញខុសសម័យទេញោមណាតាន់រហូតហើយអត់មានឃើញលេងសេរីដូចញាតិញោមទេញោមលេងតាំងពីអាហាកៃរហូតដល់ចង់ថាហ្នឹងហើយលេងសេរីអស់ហើយលោកមានអីញាតិញោមនៅតែប៉ុណ្ណឹងតាំងពីអើយមកប៉ាត់ដូចនៅតាន់សេរីដែរណាញោមណានៅតាន់សេរីរបស់លោកដែរតាហើយពេលដែលស្លៀកពាក់ទៅដូចជាស្អាតមកបែបមែនទេញាតិញោមតាន់ក្រាន់តែបើសិនគេមកសុំញោមពេលដែលរបស់ថ្មីអញ្ចឹងណាញោមបែបជាប្រហែលជាមិនអោយទេណាញាតិញោមមិនអោយទេតែចំណែកកហបតីហ្នឹងណាញាតិញោមសុខចិត្តអោយញាតិញោមមើលទុកមកគូហ្នឹងមិនដែលប្រើសុខចិត្តថ្វាយព្រះអង្គរៀបនឹងថ្វាយព្រះអង្គគិតខ្លួនគាត់ក្នុងចិត្តខ្ញុំបងប្រាថ្នាដើម្បីនឹងបួសមុនគេហើយដើម្បីនឹងសម្រេចធម៌មុនគេក្នុងសាសនាពុទ្ធជាន់ក្រោយដូច្នេះទើបតែធ្វើបាននៅថ្ងៃប៉ុណ្ណឹងហើយប្រាថ្នាធំម្លឹងដូចជាមិនសមរម្យខ្លួនឯងសោះអញ្ចឹងចាំថ្ងៃទី7ឥឡូវមិនទាន់ប្រកេនទេពេលវេលាហ្នឹងរៀបចំចាត់ចែងផាត់ឲ្យសុំនិមន្តព្រះអង្គស្អែកនិមន្តទៀតនិមន្តគ្រប់7ថ្ងៃញាតិញោមអត់និមន្តមួយថ្ងៃទេបើគិតយើងសម័យបច្ចុប្បន្នបែបធ្វើមិនបានទេមែនទេញាតិញោមភិក្ខុសង្ឃ100,000អង្គហើយនិមន្តឆាន់7ថ្ងៃដប់គ្នាណាញាតិញោមមួយថ្ងៃម្ដងរហូតដល់7ថ្ងៃតើបយកសម្ពុតហ្នឹងរៀបចំនៅឲ្យជារសនៃទឹកដោះដែលលាយជាមួយល្ងស្អាតឲ្យអ្នកបម្រើរៀបចំចាត់ចែងប្រគេនព្រះអង្គហើយថ្វាយព្រះអង្គហើយជាមួយនឹងសម្ពុតដ៏ស្រទន់សាច់ល្អហ្នឹងញាតិញោមលើកថ្វាយព្រះសម្មាសម្ពុទ្ធព្រះនាមបត្តមុត្តរៈហើយតាំងសេចក្តីប្រាថ្នាដោយពោលពាក្យវាចាថាបបិទ្ធព្រះអង្គដ៏ចម្រើនដោយអំណាចនៃទានរបស់ខ្ញុំព្រះអង្គដែលចាត់ចែងអស់រយៈកាល7ថ្ងៃវេលាឱកាសនេះគឺជាទីបញ្ចប់ហើយព្រះអង្គខ្ញុំព្រះអង្គខំធ្វើដូច្នេះប្រាថ្នាក្នុងអនាគតជាតិរបស់ខ្ញុំព្រះអង្គសូមឲ្យជាអ្នកបានបួសមុនគេក្នុងពុទ្ធសាសនាសូមឲ្យជាអ្នកបានសម្រេចធម៌មុនគេក្នុងពុទ្ធសាសនាការប្រាថ្នានេះតើប្រាថ្នាបានសម្រេចទេព្រះអង្គពេលនោះព្រះដ៏មានពភាកជាអង្គម្ចាស់ព្រះអង្គទ្រង់ប្រមាលមើលនៅនាក្នុងថ្ងៃអនាគតណាញាតិញោមព្រះពុទ្ធគ្រប់អង្គអាចមើលឃើញអញ្ចឹងណាញាតិញោមពេលដែលមើលមកក្នុងថ្ងៃអនាគតទៅដល់ក្នុងវេលា100,000ផែនដីទៀតនឹងបានជាព្រះអរហន្តមួយអង្គហើយនឹងបានបួសមុនគេក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណៈគោតមបរមគ្រូអ្នកលឺអញ្ចឹងញាតិញោមសបាយចិត្តដូចសបាយចិត្តញាតិញោមពេញចិត្តដូចពេញចិត្តថានឹងបានដោយប្រាថ្នាណាញាតិញោមរៀបចំចាត់ចែងរហូតដោយសេចក្តីជ្រះថ្លាព្រះសម្មាសម្ពុទ្ធបត្តមុត្តរៈ
លោកទ្រង់សម្ដែងធម៌រហូតដល់អស់បជនសោយបានចូលព្រះបរមនិព្វានទៅចូលព្រះនិព្វានហើយពេលដែលចូលព្រះនិព្វានចាត់ចែងរៀបចំធ្វើចេតិយតម្កល់នៅព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធទៀតរហូតដល់ធ្វើបុណ្យអស់អាយុពីនឹងទៅបានទៅទេវលោកអស់ពីទេវលោកមកមនុស្សលោកអស់ពីមនុស្សលោកមកទេវលោកឡើងទេវលោកមនុស្សលោកអត់ដែលធ្លាក់នរកទេញាតិញោមទៅមករហូតដល់សាសនាពុទ្ធទ្រង់ព្រះនាមវិបស្សីបានត្រាស់ដឹងឡើងក្នុងលោកនិយាយអំពីកោនដេញព្រាហ្មណ៍ហ្នឹងញាតិញោមបានមកកើតក្នុងត្រកូលកដុំពីរទៀតញាតិញោមត្រកូលមុនគេហៅបដីត្រកូលក្រោយនេះមកកើតក្នុងសាសនាពុទ្ធវិបស្សីគឺកើតក្នុងត្រកូលកដុំពីរដែលមាននាមថាមហាកាលមានប្អូនមួយឈ្មោះថាជលកាលញាតិញោមមហាកាលគឺជាតួអង្គរបស់អញ្ញាកោនដញ្ញៈហ្នឹងពេលដែលកើតមកក្នុងត្រកូលកដុំពីរញាតិញោមស្គាល់កដុំពីរកដុំពីរបានន័យថាអ្នកមានស្រុកស្រែណាញាតិញោមកដុំពីរហ្នឹងមានដោយស្រែផងមានដោយចម្ការផងមានដោយគោផងដោយកបីផងហ្នឹងហៅថាកដុំពីរគាត់នឹងកើតក្នុងត្រកូលហ្នឹងឯងញាតិញោមឈ្មោះថាមហាកាលសម័យនោះព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនាមវិបស្សីត្រាស់ដឹងឡើងក្នុងលោកមានព្រះពុទ្ធបិតានាមថាពន្ធុមតីញាតិញោមពុទ្ធបិតាណាពន្ធុមតីសោយរាជសម្បត្តិនៅពន្ធុមតីនគរញាតិញោមពេលដែលត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហើយព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនាមវិបស្សីនោះព្រះអង្គបានយាងមកដើម្បីប្រោសនៅព្រះអនុជរបស់ព្រះអង្គព្រមទាំងបុត្ររបស់បរោហិតមួយរូបពេលដែលសម្ដែងធម៌ប្រោសឲ្យតែងតាំងព្រះអនុជរបស់ព្រះអង្គគឺជាអគ្គសាវកស្ដាំនិងកូនរបស់បរោហិតនោះជាអគ្គសាវកឆ្មេងទៅបានពុទ្ធបិតាព្រះអង្គពន្ធុមតីហ្នឹងណាគិតថាឥឡូវនេះបុត្ររបស់យើងមួយអង្គបានត្រាស់ជាពុទ្ធមួយអង្គទៀតបានជាអគ្គសាវកស្ដាំចំណែកកូនបរោហិតបានជាអគ្គសាវកឆ្វេងឥឡូវនេះជាទីជ្រះថ្លាជាទីរីករាយរបស់យើងនឹងនិមន្តព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃទាំងអស់6លាន8សែនព្រះអង្គញាតិញោមនឹងមកក្នុងពុទ្ធមួយអង្គទៀតណាញាតិញោមព្រះនាមវិបស្សីហ្នឹងមានភិក្ខុសង្ឃ6លាន8សែនព្រះអង្គឲ្យនិមន្តលោកពីព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ6លាន8សែនព្រះអង្គណាដើម្បីធ្វើទាននៅក្នុងពន្ធុមតីនគរហ្នឹងញាតិញោមមើលហើយធ្វើនោះខុសពីធម្មតាញាតិញោមខុសពីមនុស្សធម្មតាបជានរាជធម្មតាធ្វើអត់ដោយព្រះមហាក្សត្រទេតែព្រះមហាក្សត្រដោយចិត្តស្រឡាញ់ចំពោះព្រះសម្មាសម្ពុទ្ធជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមវិបស្សីនិងភិក្ខុសង្ឃចំនួន6លាន8សែនព្រះអង្គនោះគ្រាន់តែចាត់ចែងទានអស់រយៈកាល7ឆ្នាំ7ខែរាល់ថ្ងៃញាតិញោមធ្វើរាល់ថ្ងៃណាមិនមែនត្រឹមតែ7ថ្ងៃដោយកាលអតីតជាតិមុនរបស់មហាកាលនឹងទេមហាកាលដែលនៅជាកហបតីតែ7ថ្ងៃទេតែមហាក្សត្រឈ្មោះពន្ធុមតីនេះធ្វើទានអស់7ឆ្នាំ7ខែប្រជារាស្ត្រទាំងឡាយខឹងណាញាតិញោមខឹងព្រះមហាក្សត្រប្រងនឹងលើកកងពលនៃប្រជានរាស្ត្រនៃដែនដីពន្ធុមតីទាំងអស់ដើម្បីច្បាំងដណ្ដើមព្រះភិក្ខុសង្ឃមានពុទ្ធជាប្រធានធ្វើទានម្ដងបើមហាក្សត្រធ្វើតែឯងចឹងធ្វើមិនបានរាស្ត្របានបុណ្យខ្លះអ្នកចំណែនគ្នាដោយសារបុណ្យដែរញាតិញោមយើងឥឡូវបែបមិនអញ្ចឹងទេនិយាយណោះចង់តែឯងធ្វើណាធ្វើទៅក៏ដោយហៅអញទៅបានមែនទេហ៊ានថាមែនទេខ្លាចមិនត្រូវរឿងប៉ុន្តែព្រះបាទពន្ធុមតីគ្រាន់តែនិមន្តព្រះអង្គនិងភិក្ខុសង្ឃ6លាន8សែនព្រះអង្គដើម្បីធ្វើចង្ហាន់ប្រជានរាស្ត្រខឹងគ្រប់គ្នាខឹងមហាក្សត្រព្រះអង្គអីកាន់អំណាចកាន់កាប់ទឹកដីទាំងមូលមានអាស្មិមានអ្នកចិត្តកំណាញ់រងរុះធ្វើទានតែឯងគិតចែកបនដល់គេផងមិនឲ្យប្រជារាស្ត្រណាធ្វើឯណាញាតិញោមធ្វើតែលោកហ្នឹងហើយនឹងអ្នកនៅក្នុងវាំងហ្នឹងប្រជានរាស្ត្រ
អត់ដែលឃើញភិក្ខុសង្ឃអស់7ឆ្នាំ7ខែហើយញាតិញោមតាំងពីព្រះអង្គត្រាស់ដឹងមកមិនដែលឃើញព្រះមុខអាម៉េចទេហើយមិនដែលឃើញព្រះភិក្ខុសង្ឃ6លាន8សែនព្រះអង្គមុខអាម៉េចខ្លះទេអត់ដែលឃើញទេទៅបានគម្រោងលើកទ័ពដើម្បីច្បាំងដណ្ដើមយកភិក្ខុសង្ឃនិងព្រះពុទ្ធជាម្ចាស់យកមកធ្វើទានម្ដងញាតិញោមសុខចិត្តច្បាំងគ្នាយកមកធ្វើទានណាញាតិញោមមិនមែនលេងទេទៅកាលនោះពជានរាជគិតគ្នាថាបើសិនជាយើងមិនច្បាំងធ្វើយ៉ាងម៉េចបានតែដំបូងឡើយមុននឹងច្បាំងត្រូវឲ្យអ្នកណាម្នាក់ដែលជាចំណិតព្រះមហាក្សត្រទៅសាកសួរសិនបើសិនជាឲ្យមិនច្បាំងទេតែបើមិនឲ្យត្រូវតែច្បាំងមានសេនាបតីម្នាក់ញាតិញោមសេនាបតីហ្នឹងជាអ្នកអាសាចេញចូលគាល់បរិជាញឹកញាតិញោមសេនាបតីហ្នឹងដោយពួកពជានរាជថាឥឡូវយើងទាំងអស់គ្នាសូមសួរទៅលោកសេនាបតីតើលោកជាគ្នារបស់ពួកយើងឬក៏លោកជាបកពួករបស់ព្រះមហាក្សត្រសេនាបតីឆ្លើយថាម៉េចដឹងទេញាតិញោមទាយទុកតិចមើលលោកឆ្លើយថាម៉េចដឹងអីឲ្យតែដេគុណឯងឆ្លើយតែកើតតែឥឡូវហ្នឹងមែនទេបើលោកទេសខុសបើអាចារ្យមិញបានប្រាប់ខ្លះតែខុសហើយញាតិញោមបែបដឹងឲ្យតែកើតដែរលិចដែរឥឡូវអត់បានចប់ទៅស៊ូទៅអីទេសទៀតទៅដល់យាយណោះហ្នឹងហើយតើលហើយញាតិញោមដឹងសេនាបតីឆ្លើយថាម៉េចសេនាបតីថាខ្ញុំហ្នឹងណាមិនមែនបកពួកបរិជាទេខ្ញុំនឹងក៏បកពួកអស់លោកដែរព្រោះតកូលរបស់ខ្ញុំមេដារបស់ខ្ញុំបៃតារបស់ខ្ញុំបងប្អូនរបស់ខ្ញុំក៏ចង់ឃើញមុខពុទ្ធដែរមុខអាម៉េចចង់ឃើញភិក្ខុសង្ឃដែរដូច្នេះខ្ញុំនៅបកពួករបស់ពួកយើងទាំងអស់គ្នាទៅបានវគ្គទាំងឡាយប្រើញាតិញោមថាឥឡូវលោកសេនាបតីចូលទទួលព្រះមហាក្សត្រចុះបើសិនជាព្រះមហាក្សត្រសុខចិត្តឲ្យភិក្ខុសង្ឃនិងព្រះពុទ្ធជាម្ចាស់បានពួកយើងទាំងអស់គ្នាធ្វើទានអត់លើកច្បាំងទេតែបើមិនឲ្យសុខចិត្តច្បាំងទេសេនាបតីចូលដល់ព្រះបរមរាជវាំងថ្វាយបង្គំព្រះមហាក្សត្រពនាមពន្ធុមតីហ្នឹងញាតិញោមថ្វាយបង្គំឲ្យថាបពិតព្រះសមត្ថិទេពឥឡូវនេះប្រជានរាជទាំងឡាយនៅឯក្រៅនគរព្រះអង្គកំពុងតែជ្រួលជ្រើមដើម្បីចង់ធ្វើទានជាមួយព្រះពុទ្ធនិងភិក្ខុសង្ឃ6លាន8សែនព្រះអង្គដូច្នេះសូមព្រះអង្គអនុញ្ញាតឲ្យព្រះពុទ្ធនិងភិក្ខុសង្ឃបានប្រជានរាជទាំងឡាយធ្វើបុណ្យផងព្រះមហាក្សត្រតែអត់ទេព្រះពុទ្ធនឹងគឺជាកូនរបស់យើងឯងអគ្គសាវកស្ដាំក៏ជាកូនរបស់យើងដែរអគ្គសាវកឆ្វេងគឺជាបុត្ររបស់បរោហិតក្នុងវាំងរបស់យើងឯងចឹងយើងចង់ធ្វើទាននឹងឲ្យបានយូរបន្តិចអោព្រះអង្គហើយព្រះអង្គយូរប៉ុណ្ណាទៅបើអស់7ឆ្នាំ7ខែហើយនឹងព្រះអង្គប៉ុណ្ណឹងអត់យូរទេថាអត់តាន់យូរទេអត់តាន់ឆ្អែតទេយើងចង់ធ្វើទៀតឥឡូវឲ្យវិជានរាជនឹងខឹងយ៉ាងម៉េចខឹងចុះសេនាបតីថាព្រះអង្គបើសិនជាព្រះអង្គមិនបានអនុញ្ញាតឲ្យព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃដល់ប្រជានរាជបានធ្វើទានខ្លះទេព្រះអង្គពិតជាប្រជានរាជទាំងឡាយលើកទ័ពមកច្បាំងហើយព្រះអង្គអត់ទេលើកទ័ពយើងឲ្យសេនាបតីឯងកាន់កងទ័ពដើម្បីច្បាំងឲ្យតែហ៊ានលើកមកអ្នកឯងយកទ័ពទៅច្បាំងកាប់សម្លាប់ប្រជានរាជនឹងចាស់សេនាបតីថាព្រះអង្គខ្ញុំព្រះអង្គបាននាមទៅជាមេទ័ពមែនព្រះអង្គប៉ុន្តែបានកងទ័ពឯណាថាមិនក៏អត់កងទ័ពចុះកងទ័ពរាល់ថ្ងៃកងទ័ពរាល់ថ្ងៃហ្នឹងគេសិតតែប្រជានរាជហ្នឹងណាព្រះអង្គខ្ញុំដល់ព្រះអង្គអ្នកឯងជាមេទ័ពទៅច្បាំងមួយណាបើប្រជារាជរាប់ម៉ឺនអ្នកឥឡូវព្រះអង្គបើសិនជាព្រះអង្គមិនឲ្យពិតជារឿងហើយព្រះអង្គទៅបានព្រះមហាក្សត្រអង្វរសេនាបតីម្ដងណាញាតិញោមថាឥឡូវលោកសេនាបតីយើងសុំពេលអនុញ្ញាតធ្វើត្រឹមតែ7ឆ្នាំទៀតទេយើងឲ្យវិញហើយទុកឲ្យអ្នកឯងធ្វើឲ្យម្ដងធ្វើទានជាមួយម្ដងថាបបិទ្ធព្រះសមត្ថិទេពតែ7ឆ្នាំក៏ប្រជានរាជមិនព្រមដែរព្រះអង្គអង្វរទៀតទេញាតិញោមឥឡូវតែ6ឆ្នាំក៏បានដែរ6ក៏អត់ឥឡូវតែ5ឆ្នាំក៏បានដែរ5ក៏មិនព្រម4ក៏មិនព្រម2 3 1ក៏អត់ព្រមចុះមករហូតដល់សំសល់ត្រឹមតែ7ថ្ងៃញាតិញោមមើល7ថ្ងៃសេនាបតីគិតឥឡូវព្រមឥឡូវព្រះអង្គព្រមចុះតែ7ថ្ងៃទៀតទេណាត្រូវតែឲ្យព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃដល់ប្រជានរាជបានធ្វើបុណ្យផងអស់រយៈកាល7ថ្ងៃរួចចប់សពគ្រប់ញាតិញោមព្រះមហាក្សត្រតាំងចិត្តខ្លួនឯងណាហើយគិតខ្លួនឯងថាប្រជានរាជឯណាមានទ្រព្យសម្បត្តិធ្វើទាននោះ
គ្មានទ្រព្យសម្បត្តិធ្វើទានដោយយើងទេយើងជាស្ដេចសោយរីសម្បត្តិចឹងទេយើងអាចបម្រើភិក្ខុសង្ឃបានទាំងអស់រួមជាមួយព្រះសម្មាសម្ពុទ្ធដែលយើងទ្រព្យយើងជាស្ដេចចាំមើលអ្នកទាំងអស់គ្នាបានអីធ្វើព្រះមហាក្សត្របានអនុញ្ញាតឲ្យព្រះរាជានារីធ្វើទានញាតិញោមពេលព្រះជានារីធ្វើទានណាញាតិញោមមកចុះគិតមើលព្រះមហាក្សត្រតែមួយហើយប្រជារាស្ត្ររាប់ម៉ឺនរាប់សែនរាប់លានអ្នកញាតិញោមរៀបចំចាត់ចែងធ្វើទានថ្វាយព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីនិងភិក្ខុសង្ឃ6លាន8សែនព្រះអង្គធ្វើបានតលពេលបរិជាមើលគ្រឿងបរិខាទាំងឡាយសម្បើមជាងព្រះមហាក្សត្រណាញាតិញោមសម្បើមជាងព្រះមហាក្សត្រហើយប្រជានារីទាំងឡាយបានបន្លឺឧទានវាចាតាព្រះមហាក្សត្រព្រះអង្គកំអួតរឿងការធ្វើទានព្រោះអីទ្រព្យសម្បត្តិរបស់ព្រះអង្គដែលបានในការធ្វើទានដោយសារយកពុនអំពីពួកខ្ញុំព្រះអង្គគ្រប់គ្នាទេចឹងទ្រព្យសម្បត្តិទាំងអស់ក៏ជាទ្រព្យសម្បត្តិរួមចំណែកពីពុនដារបស់ខ្ញុំព្រះអង្គដែរទើបបាត់ដល់ខ្លួនឯងខុសមែនបានទ្រព្យសម្បត្តិបានរីកសម្បត្តិដោយសារពុនដាអំពីប្រជានារីតូចចិត្តជូរទឹកភ្នែកយំចូលវាំងបាត់ទៅញាតិញោមណែបានដល់ប្រជានារីធ្វើទានណាញាតិញោមណោនិយាយអំពីមហាកាលនិងជលកាលដឹងមហាកាលតួអង្គអ្នកណានោះមិញហ្នឹងញាតិញោមដឹងនៅមហាកាលនឹងតួអង្គបោះកោតដែងញាក់ព្រាមបាញ់មិញហ្នឹងណាញាតិញោមមហាកាលដែលថាកើតជាកូនកដុំពីរហ្នឹងរឿងដល់តាមដានមិនដឹងអាត្មាអ្នកនិយាយដឹងហ្នឹងមុំញាតិញោមអ្នកតាមដានអត់ដឹងទេហ្នឹងហើយអញ្ចឹងពេលដែលកើតនេះជាមហាកាលជលកាលធ្វើស្រូវញាតិញោមប៉ុន្តែឮដំណឹងថាប្រជានារីបានធ្វើទានជាមួយភិក្ខុសង្ឃនិងព្រះពុទ្ធជាម្ចាស់ក៏សប្បាយចិត្តនិយាយជាមួយប្អូនមហាកាលនឹងប្អូនអើយប្អូនឯងរីករាយធ្វើបុណ្យជាមួយបងទេយើងដាំស្រូវធ្វើស្រូវមិនទាន់បានផ្លែទេវាទឹមតែដង្ហើមប៉ុណ្ណោះស្រូវសលៃហ្នឹងដូច្នេះបងចង់ជ្រៀកយកចំណែកនៃស្រូវនោះយកដើម្បីធ្វើជាឲ្យជារសដែលកើតចេញមកអំពីស្រូវសលៃលាយជាមួយនឹងទឹកឃ្មុំជលកាលគេថាបងបងឯងបើធ្វើអញ្ចឹងវិនិច្ឆ័យហើយបងស្រូវនឹងអត់បានពូជមកវិញទេគ្មានបានភោគផលទេមហាកាលដឹងតែប្អូនអត់ពេញចិត្តធ្វើបន់ជាមួយទេដូច្នេះបូកគ្នាចែកភាគហ៊ុនគ្នាញាតិញោមឥឡូវបងចែកឲ្យប្អូនឯងពាក់កដាលបងយកពាក់កដាលមួយចំណែកពាក់កដាលរបស់ប្អូនឯងស្រែប្អូនឯងពាក់កដាលសល់ប្រមាណរបស់បងចែកគ្នាឲ្យអត់ឆ្លោះគ្នាញាតិញោមហើយរៀបចំចាត់ចែងដល់ខ្លួនគាត់ឲ្យមនុស្សទាំងឡាយមកជ្រៀកស្រូវសលៃហ្នឹងដើម្បីយកស្រូវសលៃហ្នឹងលាយជាមួយទឹកឃ្មុំសម្រាប់ថ្វាយព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃញាតិញោមពេលនោះញាតិញោមគ្រាន់តែជ្រៀកហើយរៀបចំចាត់ចែងប្រគេនព្រះសម្មាសម្ពុទ្ធហើយនោះស្រូវសលៃហ្នឹងមកវិញដូចដើមញាតិញោមផ្លែដូចដើមក្នុងមួយឆ្នាំហ្នឹងគាត់បានធ្វើទាន9ដងស្រូវផើមម្ដងស្រូវដាក់គ្រាប់ម្ដងស្រូវផ្លែច្រូតនឹងម្ដងបោកម្ដងបែនម្ដងរួយម្ដងស្រុបទៅក្នុងរដូវស្រូវគាត់ធ្វើបាន9ដងគ្រាន់តែធ្វើទានណាញាតិញោម9ដងពេលដែលលាយឲ្យជារសស្រូវសលៃលាយជាមួយនឹងទឹកឃ្មុំហើយក៏យកឲ្យជារសនោះទៅប្រគេនចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃទាំង6លាន8សែនព្រះអង្គញាតិញោមដឹងច្រើនយ៉ាងណាទេណាញាតិញោមច្រើនម្លឹងអាចរៀបចំចាត់ចែងប្រគេនបានញាតិញោមប្រគេនធ្វើទានឲ្យសប្បាយចិត្តរីករាយក្នុងការធ្វើទាននឹងទៀតញាតិញោមរហូតដល់ពេលតាំងចិត្តប្រាថ្នាដូចមុនអញ្ចឹងឯងហើយព្រះសម្មាសម្ពុទ្ធព្យាករដូចមុនថាអ្នកនឹងបានត្រាស់ដឹងនៅធម៌ដំបូងបន្ទាប់អំពីព្រះដ៏មានពភាកហើយអ្នកនឹងបានបួសដំបូងគេក្នុងសាសនាពុទ្ធមួយព្រះអង្គព្រះនាមសមណគោតមបរមគ្រូទៅបានអស់អាយុពីទីនឹងទៅបដិស្ថាននៅទេវលោកអន្តលទៅមករហូតដល់សាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតមបរមគ្រូទៅបានទេវតាហ្នឹងញាតិញោមមកចាប់បដិសន្ធិក្នុងផ្ទៃនៃបុត្ររបស់អ្នកដែលទុទាយហ្នឹងញាតិញោមបុត្ររបស់កហបតីហ្នឹងដែលអ្នកប្រកែកទាយនៅក្នុងស្រុកតោអ្នកវត្ថុឬក៏ហៅថាស្រុកតោអ្នកក្រៀមចិត្តក្រុងកបលវត្ថុបុរីទៅបានមានឈ្មោះថា
កោនដៃញាក់ព្រាមញាក់ញោមពេលដែលបានសាងប្រភ្នោះហើយនឹងណាញាក់ញោមសាងប្រភ្នោះហើយសម្រាប់ធរចេញពីព្រៃអេសិបតនៈមិគទាយវ័នទៅឈ្មោះទៅកាន់ស្រុកតូនណវត្ថុហ្នឹងញាក់ញោមទៅដល់ដឹងតែក្មួយឯណោះមើលបនិស័យតែបួសទៅប្រកែទេសនាជាអង្គធម្មកថាពន្យល់ធរអាល្អក៏ឲ្យរៀបចំបំពោះបញ្ជូនមកសំណាក់ព្រះសម្មាសម្ពុទ្ធហើយប្រាប់មនុស្សទាំងឡាយនៅតូនណវត្ថុដោយព្រះអញ្ញាកោដញ្ញនឹងញាតិញោមប្រាប់សម្ដែងធម៌ប្រាប់ប្រុសសពសត្វទាំងអស់កាលនឹងព្រះសម្មាសម្ពុទ្ធបញ្ជូនភិក្ខុសង្ឃព្រះអរហន្តទៅមួយច្រកមួយមួយច្រកមួយមួយផ្លូវមួយមួយផ្លូវមួយអត់មានឲ្យទៅជាន់គ្នាទេអញ្ចឹងអញ្ញាកោដញ្ញនេះសម្ដែងធម៌ប្រុសសពសត្វដ៏ច្រើនរបស់លោកញាតិញោមប៉ុន្តែសម្ដែងថ្ងៃមួយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងមកដល់បរមគ្រូនៃយើងណាញាតិញោមស្ដាប់តន់នៅញោមណាអោនអស់ហើយញោមណាហ្នឹងហើយអោនអស់ហើយ1ម៉ោងជាងហើយមិនទាន់ចប់រឿងផងស្មាចិត្តដាច់កំពង់កហើយញោមទ្រាំមកស្ដាប់សងមួយពិបាកជាងលោកទេសទៀតមែនទេហ្នឹងហើយឥឡូវទ្រាំតិចទៅចប់ឥឡូវហើយណាណែមកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយញាតិញោមគឺព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតមថ្ងៃមួយព្រះអង្គគង់នៅវត្តវេលវ័នញាតិញោមវត្តវេលវ័នគឺជាវត្តរបស់ព្រះបាទពំពិសាសាងថ្វាយពេលដែលព្រះអង្គគង់នៅវត្តវេលវ័នអញ្ញាកោនដញ្ញៈនេះគឺចូលមកដល់វត្តវេលវ័នសុំព្រះអង្គបើពិតព្រះអង្គខ្ញុំព្រះអង្គលែងគង់នៅតូនវត្ថុក្រៀមទៀតហើយព្រះអង្គខ្ញុំព្រះអង្គលែងចង់នៅច្របូកច្របល់លីឡំដោយភាពមិនស្អាតអំពីមនុស្សនានាទៀតខ្ញុំព្រះអង្គចង់និមន្តទៅចាំព្រះវស្សាឯព្រៃហែមពៀនព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ថាមនាលអញ្ញាកោដញ្ញៈតើអ្នកនឹងទៅព្រៃហែមពៀនទៅនៅជាមួយនឹងអ្នកណាបើពិតព្រះអង្គដល់ចម្រើនទីនោះមានវងដំរីដ៏ច្រើនឈ្មោះថាឆតន្តៈដំរីអញ្ចឹងក្នុងទីនោះមានវងដំរីដ៏ច្រើនដែលគាល់បំរើខ្ញុំព្រះអង្គអាចនៅទីនោះបានព្រះអង្គជាមួយនឹងសត្វដំរីទាំងអស់នោះព្រះអង្គអនុញ្ញាតក៏ចេញអំពីទីនោះវិញធ្វើដំណើរមកកាន់ព្រៃហែមពៀនណាញាតិញោមមកកាន់ព្រៃហែមពៀននៅជាមួយនឹងឆតន្តៈដំរីហ្នឹងញាតិញោមដំរីចេះណាញាតិញោមដំរីមួយវងហ្នឹងចេះគាល់បំរើព្រះអញ្ញាកោដញ្ញៈភិក្ខុហ្នឹងព្រះអរហន្តហ្នឹងបំរើបណ្ឌបាតក៏បំរើកាន់បាតយកទៅឲ្យដល់វត្តព្រៃដល់មាត់ព្រៃពេលលោកទៅបណ្ឌបាតហួសមាត់ព្រៃដំរីឈរចាំផ្លូវពេលដែលលោកនិមន្តមកវិញដំរីចាំនាំពីមាត់ព្រៃហ្នឹងមកដល់កន្លែងវិញញាតិញោមស្រះមួយហ្នឹងដំបងឡើយមិនមែនឈ្មោះថាឆតន្តស្រះទេគឺឈ្មោះថាបន្ទាគិនីណាស្រះហ្នឹងមានឈ្មោះអញ្ចឹងតែដោយស្រះហ្នឹងមានដំរីច្រើនគឺដាក់ឈ្មោះតាមវងដំរីថាឆតន្តស្រះគឺស្រះដែលសម្បូរដោយវងដំរីអញ្ចឹងព្រះអញ្ញាកោដញ្ញៈហ្នឹងលោកគង់នៅទីហ្នឹងជាមួយដំរីញាតិញោមហើយលោកនិមន្តបណ្ឌបាតគឺបណ្ឌបាតនៅឯភ្នំកៃឡានៅឯភ្នំកៃឡាឯនោះមានទេពតាមួយព្រះអង្គព្រះនាមនាគតតៈញាតិញោមឲ្យតែលោកនិមន្តទៅដល់ហ្នឹងចាំដើម្បីបណ្ឌបាតទេពតាដាក់បាតរាល់ថ្ងៃអញ្ចឹងឯងទេពតាមួយហ្នឹងដាក់បាតរាល់ថ្ងៃដោយមានឲ្យជារស់ទឹកថ្វាយចំពោះព្រះអញ្ញាកោដញ្ញៈហ្នឹងញាតិញោមតើពេលលោកនិមន្តទៅហ្នឹងផងលោកនិមន្តទៅបណ្ឌបាតតាមផ្ទះអ្នកស្រុកផងមានវងដំរីគួររក្សាមានទឹកក្តៅទឹកត្រជាក់នៅជាមួយដំរីយ៉ាងសុខសាន្តណាញាតិញោមវេលាថ្ងៃមួយព្រះអញ្ញាកោដញ្ញៈនឹងបានមកបង្គំកលថ្វាយព្រះដ៏មានពភាកនៅនឹងវត្តវេលវ័នសាជាថ្មីទើបបានប្រកាសខ្លួនឯងថាខ្ញុំព្រះអង្គអញ្ញាកោដញ្ញៈព្រះអង្គប្រកាស3ដងដើម្បីឲ្យកណ្ដាលបរិស័ទទាំងឡាយដឹងថានេះគឺជាអញ្ញាកោដញ្ញៈពិតប្រាកដមែននេះគឺជាអញ្ញាកោដញ្ញៈដែលអេតតកៈផ្នែកខាងជាអ្នកដឹងនៅរាត្រីដ៏វែងក្នុងការនោះភិក្ខុមួយអង្គឈ្មោះថាវង្គិសៈវង្គិសៈថែនោះសូមការអនុញ្ញាតអំពីព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដើម្បីបានឱកាសឡើងប្រកាសនៅគុណធម៌ដ៏ប្រសើររបស់ព្រះអញ្ញាកោដញ្ញៈហ្នឹងឲ្យបរិស័ទទាំងឡាយ4ពួកនឹងដឹងថា
ព្រះអញ្ញាកោណ្ឌញ្ញៈនេះគឺជាព្រះអរហន្តមួយអង្គដែលជាអ្នកសម្ដែងធម៌ល្អិតដឹកនាំសត្វលោកឲ្យរួចចាកនៅទុក្ខដ៏ច្រើនដែលជាអ្នកដឹងនៅភាសាដ៏វែងដែលជាអ្នកដឹងនៅរាត្រីដ៏យូរដែលជាអ្នកបានសម្រេចធម៌មុនគេដែលជាអ្នកបានបួសមុនគេក្នុងពុទ្ធសាសនាឲ្យបរិស័ទទាំងឡាយដឹងណាញាតិញោមហើយព្រះអង្គគង់នៅវត្តចេតពុនក្រុងសាវត្ថីព្រះអង្គប្រកាសតែងតាំងញាតិញោមព្រះអង្គប្រកាសតែងតាំងព្រះអញ្ញាកោណ្ឌញ្ញៈនេះជារតញ្ញូបុគ្គលគឺជាអ្នកដឹងរាត្រីវែងអេតតកៈផ្នែកខាងដឹងរាត្រីដ៏វែងព្រះអង្គតែងតាំងហ្នឹងញាតិញោមដឹងគាត់ប្រាថ្នាពីមុនមកថាម៉េចគាត់ប្រាថ្នាថាសូមឲ្យខ្ញុំព្រះអង្គអនាគតជាតិបានបួសមុនគេបានសម្រេចធម៌មុនគេនឹងតែងតាំងដោយព្រះអង្គព្រះបត្តមុត្តរៈតែងតាំងសាវកអំបញ្ញមិញអញ្ចឹងដែលគាត់ប្រាថ្នានោះណារហូតដល់ព្រះសមណគោតមបរមគ្រូព្រះអង្គក៏តែងតាំងកណ្ដាលបរិស័ទនោះជាអេតតកៈផ្នែកខាងដឹងរាត្រីដ៏វែងនោះការសម្ដែងប្រវត្តិរបស់អញ្ញាកោណ្ឌញ្ញៈនឹងវានៅមានពេលខ្លះមិនគ្រប់ជ្រុងជ្រោយប៉ុន្តែញាតិញោមពេលខ្លះក៏ចុកចកេះអស់មែនទេញាតិញោមហើយក៏ល្ងុយសម្រានទៀតអាត្មាត្រូវទៅដល់លំពេញវិញព្រោះក្នុងភាសាដូច្នេះប្រទេសអ្វីទៀតនឹងទៅម៉ោងប្រហែលណាយាយណាហ្នឹងហើយអញ្ចឹងដល់សង្ខេបរឿងនឹងខ្លះក៏ដល់ពេលក្រោយមកទៀតចិត្តដល់វេលាបរិនិព្វានរបស់ព្រះអញ្ញាកោណ្ឌញ្ញៈព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តវេលវ័នញាតិញោមគង់នៅវត្តវេលវ័នអញ្ញាកោណ្ឌញ្ញៈហ្នឹងលោកទៅដល់ថ្វាយបង្គំព្រះអង្គសូមព្រះអង្គបរិនិព្វានដោយគង់ចិត្តចេតនាថាបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសូមការអនុញ្ញាតអំពីព្រះអង្គដើម្បីបរិនិព្វានហើយព្រះអង្គព្រោះអីដល់ពេលវេលាដែលខ្ញុំព្រះអង្គត្រូវបរិនិព្វានហើយព្រះអរហន្តគ្រប់អង្គញាតិញោមសិតតែដឹងថ្ងៃស្លាប់ណាញាតិញោមព្រះអរហន្តគ្រប់អង្គសិតតែដឹងថ្ងៃស្លាប់ទាំងអស់ថ្ងៃដែលត្រូវរំលត់ខណ្ឌចោលញាតិញោមទៅបានព្រះដែលមានពភាកព្រះអង្គសួរមនាលអញ្ញាកោណ្ឌញ្ញៈតើអ្នកទៅបរិនិព្វានទីណាថាបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងបរិនិព្វាននៅឯព្រៃហេមពៀនក្បែរឆតន្តស្រះជាមួយនឹងវងដំរីទាំងឡាយទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតព្រះអង្គទ្រង់អនុញ្ញាតថាមនាលអញ្ញាកោណ្ឌញ្ញៈចូលអ្នកទៅបរិនិព្វានទីនោះចាស់ព្រះអញ្ញាកោណ្ឌញ្ញៈថ្វាយបង្គំព្រះអង្គពេលដែលថ្វាយបង្គំយកមាត់យកទៅជញ្ជក់ម្រាមជើងព្រះសម្មាសម្ពុទ្ធណាញាតិញោមជញ្ជក់ដោយសេចក្តីគោរពហើយពោលពាក្យថាបពិតព្រះអង្គដ៏ចម្រើនចាប់តាំងពីពេលនេះតទៅគឺជាបច្ឆិមទេសនៈការឃើញចុងបញ្ចប់របស់ខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គមិនបានឃើញប្រភពរបស់ព្រះអង្គសាជាថ្មីទៀតទេថ្វាយបង្គំព្រះអង្គហើយលាព្រះអង្គលាមកដល់ត្រង់មាត់ទ្វារណាញាតិញោមត្រង់មាត់ទ្វារវត្តវេលវ័នសាវកដែលនៅជាពុទ្ធជនហ្នឹងហើយសាវកដែលនៅជាពុទ្ធជនមានភិក្ខុសង្ឃមានបរិស័ទប្រុសស្រីទាំងអស់ដើរមកតាមយមញាតិញោមយមស្ដាយព្រះអញ្ញាកោណ្ឌញ្ញៈព្រះអញ្ញាកោណ្ឌញ្ញៈឈរនៅនឹងត្រង់មាត់ទ្វារហ្នឹងទ្រង់ត្រាស់ថាមនាលអ្នកទាំងឡាយចូលអ្នកទាំងឡាយកុំយំអីចូលអ្នកទាំងឡាយកុំខ្សឹបខ្សួលអីចូលអ្នកទាំងឡាយកុំសោកស្ដាយចំពោះជីវិតខ្ញុំព្រះករុណាអីតាមពិតជីវិតមនុស្សដែលកើតមកគឺត្រូវតែស្លាប់ដូច្នេះសំបីតែព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ក៏ទ្រង់នៅតែរំលាយនៅខណ្ឌរបស់ព្រះអង្គដូចគ្នាចោះនិយាយអីតម្រាំដល់យើងសាវកទាំងឡាយក៏យើងគង់នឹងស្លាប់ដូចគ្នាទៅបានអ្នកទាំងឡាយទាំងអស់នោះញាតិញោមភិក្ខុជាពុទ្ធជនបរិស័ទដែលជាពុទ្ធជននឹងដឹងច្បាស់ហើយក៏ព្រះអញ្ញាកោណ្ឌញ្ញៈលាភិក្ខុសង្ឃនិងពុទ្ធបរិស័ទទាំងអស់សម្ដែងរិទ្ធហោះពីវត្តវេលវ័នមកដល់ក្នុងកន្លែងព្រៃហេមពៀនត្រង់ឆតន្តស្រះពេលដែលមកដល់ហើយចុះស្រង់ទឹកក្នុងស្រះនឹងញាតិញោមចុះស្រង់ទឹកក្នុងស្រះឡើងពីក្នុងស្រះមកវិញស្លៀកពាក់ក្រងស្បង់ជីវរជាបរិមណ្ឌលត្រឹមត្រូវទ្រង់គង់នៅក្នុងខ្ទមក្បែរឆតន្តស្រះនោះហើយក៏ព្រះអង្គទ្រង់ចម្រើននៅឈានចូលនៅឈានហើយរហូតដល់
vì lia bạch châm mà diếm tiếp nằng miên à rôn reh lang mốc có chôl pre nà piên không vì lia chất à rôn reh nằng teo nhẹ nhầm bê nô nhẹ nhầm nè bê nô vông nằm rây chẳng lại riêng chăm chặt cháy sắp rồi bác pre anh nhá cao đà nhẹ thì không sang nâng bò được sát sở rốc tổng ác cư pram rồi rụp prom trang của bộ tịp đa nỉ mất trăng cần lại chiếc và nạn than rồi bác pre anh nhá cao đà nhẹ cùng buốt pram buồn dôi nhẹ nhầm tịp đa nỉ mất áo nó cùng buốt pram buồn dôi tới bàn riêng chăm chặt cháy bồ chia sắp rồi bác pre anh nhá cao đà nhẹ nâng ruột thì khâu sang từng lại dốc nấu cảnh chấp này thiết rồi bác pre anh nha con đại nhẹ mớp đầm bay vai pre sama samput chỉ ông mà cha pre sama samput chỉ ông mà cha pre ông trong căn dốc nơi pre thiết nấu không của hoa hái pre ông lia pre hoa đã từ lớp pan pratapi nhẹ nhầm vì lia pre sama samput pre ông từ đang của hoa ông là lớp pan pratapi srap tai miên thung pra mũi phong ẩm pi pan pratapi đầm bay trộn nấu pre thiết rồi bác pre anh nhá con đại nhẹ pre sama samput có pre ông bình cho nơi pre thiết rồi bác pre anh nhá con đại nhẹ đầu tiên nụ ai nhẹ nhầm đào pe vàng pre nạp piên ấy thì dây dòng pi chặt tan tạ đầm rây tổng o nhẹ nhầm slap pi đăng tơ tờ tê và lô tổng o rồi hốt mà đo sập ngày nằng chậm nay pre anh nhá con đại nhẹ ban chôl pre nạp piên lên trở lặp một cao chia mà nút chia tê đa chia và ăn chia mía chia prom cứ chôl đào pre nạp piên chia môi nâng pre sama samput nâng pre là hòn cướp cướp pre ong hai som ạ nam mô tần nângประวัติบอกpre anh nha con đại nhẹ na nhiệt nhom đấyประวัติrồiบอกà say tê mà ha thay rồi à say tê mà ha sa vẽ chẳng phải sập pre ong thấy cứ chia pre ong tì môi đại buộc môn kế sầm rải thò môn kế hai bán trả đăng nợ thò môn kế cứ chia ê tạ tạ kẹ này khang đăng riệt tây đỏ về ní ca sầm đai phần đấy sao nằm mót thầy chắp đôi sừng khai phần này anh xôm ạ nằm mô tệ ni ạ nằm mô tệ ni chia pla xa vẽ tim môi ạ nằm mô tệ ni xôm ạ nằm mô tệ ni bon cục cục ni ạ nằm mô tệ ni giang sang cái bên này smart ta thôi tê na san mót thầy chắp phần này anh ê vang hạt tai preng côn quyền vây chê lá thọ na trong ít trình cái chân này về nhét ôi chứ băng ông song sai prajna tuân cháy cùng sẽ đáp bàn tình ruộng sạch thô đò phai pi ruộng pun pe khăn ông son đan tuồng bay nặng lăng ông cung sẽ đạp bàn từ bàn ani song ram pro ca ni ca som đạch preng phèn cơ vi tisna thọ mi prong pro tiên pre ong srong sat tâu nịnh piên rọp mờn sai liên sol tách khi mình miên xà quẹng ông ai na
គឺព្រះកាំងរណាទៀងថ្មីបញ្ចប់អេវ៉ាំងសង្ខេបខ្លីយើងខ្ញុំប្រុងស្រីស្ដាយណាស់ណាមិនទាន់អង្ចិត្តនឹងសាច់ធោនឹងខាត់អង្វរមិនហ៊ានថាក្រែងនឿយព្រះកាយព្រះកាំងរណាសូមសាធុកាចប់សេចក្តីហាត់ខ្ញុំទាំងគូគងប្រណំលើកឡើងបង្គំគុណកែវបីព្រះពុទ្ធព្រះធម៌ព្រះសង្ឃថ្លៃសូមមានសេរីដូចប្រាថ្នាសូមប្រគេនពរព្រះគុណម្ចាស់សូមឲ្យបានត្រាស់ព្រះសេអាគ្រប់ជាន់គ្រប់ជាតិទីណាសូមបានសុខាដល់និព្វានសូមអនុមោទនាខ្ញុំសូមបងគុំប្រណម្យវន្ទាតាមព្រះភគវីនាឆ្ងាយចិនឋានធំ7ព្រះនីនេឋានមួយត្រង់ផិតបិទមួយសព្ទាសន្តមហាឋានមហាចេតិយពួកជនប្រងស្រីគំបីជ្រាំងថ្លាជាឋានបូជានៃមនុស្សទេវតាឋាននៅអង្គចាក្នុងជុំពូទ្វីបបរមង្គោទិបលាំងកាំងត្រង់តាំងបាំងធានគ្មានស្ដាយជនជីប្រាំងជាព្រះពុទ្ធដុំភ្លើងប្រតិមនុស្សជុំពូទ្វីបមានលៀនថ្លៃត្រាតតិយ៉ាងណាមិញមិតកាំងត្រង់តាំងកាយឈរទឹងបុត្រតារានៃព្រះពុទ្ធព្រឹកមិនព្រឹកនេត្រាត្រង់តវិចាឋានពុទ្ធតតិយ៉ាងកាំងមន្តេខាងត្រង់តាំងហរតីត្រង់ព្រៃព្រះពុទ្ធត្រង់យាងទៅមកពីទីត្រង់ចនឹងគុលព្រះពុទ្ធប្របីអង្គចាចាំក្នុងខាងរតនាងរាំងរំដាំទាំងឡាំងកំឡាំងប្រាជ្ញាគុំជ្រែកអភិធម្មក្នុងទាំងរតនាពីយន់ទិញប្រានៃទីត្រាំងដឹងបច្ចមាំងអង្គចាំបាលាញ់ចាំត្រង់តាំងអរតីនឹងខឹងនៅទីទទួលបាយយ៉ាងត្រាំងដឹងខាងតាដងទឹកមេរានជារិលមុជលិនទេនាងឆាន់តាំងមាំងត្រង់តាំងបាំងឡាំងគង់ក្នុងធម្មមានខាងត្បូងព្រះគោមាននាងរៀនជាបាំងព្រះភគវីកាពីពីរុនសតមង្រាជាយ៉ាងតាំងណាំងត្រង់តាំងធម្មមានខ្លាំងក្លាដោយគុណខាងត្បូងចលិនព្រះអញ្ចុងមុនបូជាព្រះគុណគង់ក្រោមដា
ឡើងកេះសន្តមហាធម្មហាចេតិធោរៀងរាល់ថ្ងៃចម្រើនចំណេះចម្រើនចិត្តឆ្នាំរួមមិនប្រហែលបានបងកេលែងមានអ្នកឬចាព្រះពុទ្ធត្រាំងដឹងទីទុនក្នុងលោកផុតពីទុក្ខ